ខ្ញុំបានបើកគ្រឿងចាក់កាយដីឲ្យបងប្អូនជីដូនមួយរបស់ខ្ញុំក្នុងក្រុមការងារដីអស់រយៈពេល1ឆ្នាំដោយទទួលបានប្រាក់ចំណេញសុទ្ធចំនួន800,000 យន់ប៉ុន្តែគាត់បានឲ្យខ្ញុំតែ40.0 យន់ប៉ុណ្ណោះលីហ្វុងឯងកំពុងធ្វើអីហ្នឹងហេតុអ្វីបានជាម៉ាស៊ីនមិនដំណើរការបងប្រុសមុំជម្រាលចោលដល់ទៅ65ដឺក្រេហើយបើនៅតែបន្តកាយទៀតវានឹងបាក់ដូច្នេះត្រូវតែផ្អាកសិនស្ដាប់សម្ដីឈួតរបស់ឯងធ្វើអីឯងដឹងទេថាផ្អាកការងារមួយថ្ងៃខាតបង់លុយអស់ប្រមាណកាយបន្តទៅបងប្រុសជម្រៅរណ្ដៅគ្រឹះនេះមានជម្រៅពី5ទៅ6ម៉ែត្រហើយខាងក្រោមសុទ្ធតែជាដីទុនដែលចាក់បំពេញបើជម្រាលបាក់គ្រឹះវិឡាននេះនឹងត្រូវបំផ្លាញទាំងស្រុងប្រាប់ឲ្យកាយកកាយទៅនិយាយច្រើនម្ល៉េះមុំជម្រាលគឺ65ដឺក្រេមេគុណជ្រាបទឹកកំពុងកើនឡើងប៉ុន្តែដរាបណាយើងថយក្រោយហើយប្រើផ្នែកខាងក្រោយនៃធុងកាយដើម្បីបង្ហាប់ដីធូរនៅផ្នែកខាងក្នុងនៃជម្រាលព្រមទាំងបង្ហូរទឹកទៅកាន់ប្រឡាយទឹកនោះយើងអាចទប់លំនឹងផ្ទៃជម្រាលបានលេខាលីវរវល់ពេញមួយឆ្នាំដោយមិនបានសម្រាកទីបំផុតក៏ទន្ទឹងរង់ចាំដល់ថ្ងៃចែកប្រាក់ចំណេញនៅពេលដែលខ្ញុំទទួលបានប្រាក់ចំណេញខ្ញុំនឹងអាចបង់រំលោះផ្ទះមួយនៅក្នុងទីក្រុងហើយរៀបការជាមួយសៀវស៊ឺយកនាងមកផ្ទះហើយមិនអាក្រក់ទេរណ្ដៅគ្រឹះនេះកាយបានត្រឹមត្រូវណាស់ជំរាលមានលំនឹងបាត់រណ្ដៅរៀបស្មើខពុះត្រឹមត្រូវអាចចូលក្រុមចាប់ផ្ដើមការសាងសង់បានភ្លាមថាកាយវ៉ាន់ក៏បារម្ភអីលើកក្រោយខ្ញុំធានាថានឹងកាយរណ្ដៅគ្រឹះបានល្អនិងមានស្តង់ដារជាងនេះទៀតអញ្ចឹងសូមអញ្ជើញទៅដោយសុវត្ថិភាពបាទជម្រាបលាបងប្រុសលេហ្វុងឆ្នាំនេះពួកយើងទទួលបានប្រាក់ចំណេញសុទ្ធសរុប800,000 យន់នេះគឺ40,000 យន់ឯងយកទៅចុះប៉ុន្មាន40,000ដំបូងឡើយពួកយើងមិនបានព្រមព្រៀងគ្នាថានឹងចែកពាក់កណ្ដាលម្នាក់ទេអីគ្រឿងចាក់កាយដីនេះគឺខ្ញុំជាអ្នកទិញទំនាក់ទំនងនៅការដ្ឋានក៏ខ្ញុំជាអ្នករកមកលុយថ្លៃប្រេងក៏ខ្ញុំជាអ្នកចេញមុនហើយក្រុមការងារសាងសង់ក៏ខ្ញុំជាអ្នកហៅមកដែរទាំងអស់នេះសុទ្ធតែត្រូវប្រើដើមទុនចំណែកឯងវិញគ្រាន់តែចេញខ្លួននឹងកម្លាំងពលកម្មប៉ុណ្ណោះ40,000នេះឯងយកទៅចុះមិនខាតទេបើជួលអ្នកបើកគ្រឿងចាក់កាយដីនៅខាងក្រៅយ៉ាងច្រើនត្រឹម300 យន់ក្នុងមួយថ្ងៃហើយខ្ញុំនៅតែត្រូវរ៉ាប់រងថ្លៃស្នាក់នៅនិងអាហាររបស់គេទៀត40,000នេះគឺបានទៅលើឯងសុទ្ធសាធហើយបើនិយាយពីទស្សនៈរបស់កម្មករគឺវាសមរម្យហើយប៉ុន្តែបើនិយាយពីចំហរបស់បងប្អូនបង្កើតគឺមិនត្រឹមត្រូវទេដំបូងឡើយខ្ញុំចង់ពឹងផ្អែកលើគ្រឿងចាក់នេះដើម្បីរកលុយថ្លៃទឹកដោះការប្រពន្ធរបស់ឯងប៉ុន្តែអ្នកណាទៅដឹងថាគ្រឿងចាក់នេះគឺជាគ្រឿងចាក់ជជុះស្នប់ធារាសាស្ត្រក៏ខូចខ្សែច្រវាក់ក៏ធូរលុយកាក់មើលទៅហាក់ដូចជារលាយបាត់អស់ទៅហើយថែមទាំងជំពាក់បំណុលគេវ័នក៏ទៀតឯងថាធ្វើជាមនុស្សរស់នៅមានន័យអីទៅស្លាប់អីទៅបងប្រុសបងមានម៉ាស៊ីនហើយខ្ញុំក៏ទើបតែបានរៀនអំពីគ្រឿងចាក់សំណង់ដែរខ្ញុំនឹងជួយបងពួកយើងប្រកាសជាអាចបន្តការងារនេះទៅមុខទៀតបានបងអូនល្អចាំពេលរកលុយបានពួកយើងទាំងពីរនាក់នឹងចែកគ្នាស្មើពួកយើងជាបងប្អូនសាច់ឈាមបង្កើតពួកយើងទាំងពីរនាក់នឹងជួយគ្នាទៅវិញទៅមកគឺខ្ញុំខំថ្មិញទទួលគម្រោងចាក់ដីភក់ដែលគេមិនហ៊ានទទួលក្រោមវិឡាទាំង3ខ្នងនេះសុទ្ធតែជាដីភក់បើជីកមិនស្មើជីកខូចមួយកន្លែងឯងត្រូវសងខ្ញុំទាំងមូលខ្ញុំបានទទួលគម្រោងការដ្ឋានដីវិឡាដំបងនាំពួកយើងឈានជើងចូលការដ្ឋានវិឡាខ្នាតធំពិតមែនហើយការងារដំបងគឺឯងរកបានតែបងបានចែកលុយឲ្យឯង40,000នេះមកពីឯងជាប្អូនជីដូនមួយរបស់បងទេណាឯងមើលអ្នកបើកបរក្នុងក្រុមឯងទៅតើមានអ្នកណាបានប្រាក់កម្រៃបែបនេះទេបងជីដូនមួយពេលរវល់មួយសប្តាហ៍ខ្ញុំត្រូវរត់ការដ្ឋានមធ្យម3កន្លែងលើកដាក់ឡានបញ្ជា Excavator គ្រប់គ្រងល្បឿនម៉ាស៊ីនទាំងការបញ្ជានិងជួសជុលឡានសុទ្ធតែខ្ញុំម្នាក់ឯងជាអ្នករ៉ាប់រងបានហើយនេះជាការងារដែលឯងត្រូវតែធ្វើទាំងការបញ្ជានិងជួសជុលឡានសុទ្ធតែខ្ញុំម្នាក់ឯងជាអ្នករ៉ាប់រងបានហើយនេះជាការងារដែលឯងត្រូវតែធ្វើអាហ្វេងក្មេងៗត្រូវតែមានជំហរច្បាស់លាស់កុំចង់បានខ្ពស់ពេកឥឡូវនិស្សិតសាកលវិទ្យាល័យជាច្រើនរៀនចប់គ្មានការងារធ្វើទេតែឯងមើលចុះឯងទើបតែរៀនចប់បងក៏នាំឯងតាមរហូតតើល្អជាមួយឯងប៉ុណ្ណាទៅម្យ៉ាងទៀតបងខ្លាចឯងកាន់លុយច្រើនពេកក្នុងពេលតែមួយហើយខូចខ្លួនយល់ព្រមស្ដាប់តាមបងចុះអាហ្វេងឯងអរគុណបងជីដូនមួយអញ្ចឹងទើបត្រូវតើសប្តាហ៍ក្រោយថ្ងៃទី1ឧសភាបងបានទទួលគម្រោងតំបន់វិឡាទាំងមូលពីថៅកែសុនឯងខំប្រឹងធ្វើទៅបងធានាថារាល់ឆ្នាំនឹងមានចំនួនប៉ុណ្ណេះពីដំបូងគិតថាលើកនេះបានលុយមកនឹងទិញផ្ទះនៅទីក្រុងដើម្បីរៀបការជាមួយសៀវឥឡូវបានត្រឹម40,000សូម្បីតែលុយកក់ផ្ទះដំបូងក៏មិនគ្រប់ផងភ្លេចប្រាប់ឯងទៅអាហ្វេងឯងចង់រៀបការឆ្នាំនេះមែនទេបងបានសួរនាំឲ្យឯងហើយឥឡូវកន្លែងជាច្រើនគេមិនទាមទារថ្លៃបណ្ណាការទេឯងយក40,000នេះរៀបចំការសាមញ្ញមួយនៅក្នុងភូមិយើងទៅដល់ពេលនោះឯងនឹងសល់លុយនាំនាងទៅដើរលេងក្រេបទឹកឃ្មុំទៀតឯងត្រឡប់ទៅពិភាក្សាជាមួយគ្រួសារវាងសៀវមើលទៅបាទជួសជុល Excavator រួចបើកចូលឃ្លាំងវិញទៅបងទៅមុនហើយ40,000នេះជាតម្លៃដែលបងវិចតម្លៃលើការលាក់បង់ជីវិតធ្វើការពេញមួយឆ្នាំរបស់ខ្ញុំអីបងប្អូនល្អបើរកលុយបានពួកយើងទាំងពីរចែកស្មើគ្នាបងប្អូនបង្កើតសាច់ឈាមនឹងគ្នាបែរជាមកកេងប្រវ័ញ្ចគ្នាបែបនេះអ៊ីចឹងខ្ញុំនឹងទិញ Excavator ដោយខ្លួនឯងឲ្យបងដឹងថាលីនហ្វេងខ្ញុំមានតម្លៃលើសពី40,000ឆ្ងាយណាស់ម៉ាស៊ីននេះលក់យ៉ាងម៉េចដែរមិនឃើញគេសរសេរនៅលើផ្លាកទេអីមានបញ្ចុះតម្លៃខ្លះទេបើចង់បានពិតប្រាកដ80,000ទាបបំផុតហើយម៉ាស៊ីននាំចូលអាយុកាល4ឆ្នាំតែជីកអាចកែច្នៃថ្មីបាន
បងអ៊ីតលិចអាចជួសជុលបានច្រវាក់អាចបដូរបានតម្លៃ 80000 ពិតជាបានចុះថ្លៃច្រើនមែនយ៉ាងម៉េចដែរអូនប្រុសខ្ញុំមើលសិនបើយកមកវិញត្រូវលាបថ្នាំជួសជុលម៉ាស៊ីនបដូរធ្មេញប៉ែលបំពាក់ឧបករណ៍វាស់កម្រិតទឹកយ៉ាងហោចណាស់ក៏ត្រូវចំណាយបន្ថែម 100,000 ទៀតដែរគឺបងឈៀងអាហ្វុងអស់បងទើបតែដឹងថាការរៀបការនៅស្រុកស្រែអស់តែ 20,000 ទេបងឲ្យឯង 40,000 ប្រាក់ដែលសល់កុំចាយផ្ដេសផ្ដាស់ចាំទុកសន្សំផងណាប្អូនប្រុសខ្ញុំទើបតែឮបងប្រុសឯងគិតលុយការប្រពន្ធឲ្យឯងមើលទៅឯងក៏មិនសូវមានលុយដែរបងប្រុសម្នាក់នេះមិនបោកឯងទេអេស្កាវ៉ាទ័រនេះឯងទិញទៅត្រូវចំណាយលុយជួសជុលទៀតឯងត្រូវគិតឲ្យច្បាស់ណា 10,000 ខ្ញុំមិនហូបមិនផឹកសន្សំមួយឆ្នាំបានតែល្បែងនេះមួយក្តារប៉ុណ្ណោះបងហ្វុងហេតុអ្វីបានជាយប់ម្លេះទើបមកវិញអូនធ្វើស៊ុបឆ្អឹងជំនីដែលបងចូលចិត្តហូបជាងគេបងហ្វុងថ្ងៃនេះអូនបានទទួលទូរស័ព្ទពីក្រុមហ៊ុនអចលនទ្រព្យបងហ្វុងបងកុំគិតតែពីរឿងទិញផ្ទះអីអូនមិនខ្វល់ថាយើងមានផ្ទះថ្មីឬអត់ទេអូនស្រឡាញ់តែរូបបងប៉ុណ្ណោះតែឡើងនៅបងរកលុយពិបាកខ្លាំងណាស់អូនគិតថានៅផ្ទះជួលជាមួយបងក៏ល្អដែរមិនបានទេបងត្រូវតែផ្ដល់ផ្ទះសមរម្យមួយឲ្យអូនហើយតែមានបងគឺជាផ្ទះដ៏កក់ក្ដៅហើយត្រូវហើយមិនបងនិយាយថាថ្ងៃនេះទៅយកចំណាយលុយទេអីបងនិងបងប្រុសរកស៊ីជាមួយគ្នាឆ្នាំនេះបានចំណាយប្រមាណដែរ 40,000 ស្អីគេតាំងលោកបងថានឹងចែកស្មើគ្នាអញ្ចឹងឆ្នាំនេះយ៉ាងហោចណាស់ក៏រកបាន7 million ដែរតាគាត់ថាបានផលចំណេញសុទ្ធ 80,000 ការនោះគ្រឿងចាក់គឺបងប្រុសជាអ្នកទិញការងារក៏គាត់ជាអ្នករកខ្ញុំគ្រាន់តែចេញកម្លាំងបងប្រុសថាដកថ្លៃដើមចេញអាចចែកបានតែប៉ុណ្ណឹងធ្វើការរដ្ឋាភិបាលចំណាយដើមទុនច្រើនដល់ថ្នាក់នឹងផងមិនហើយថ្លៃប្រេងថ្លៃដឹកជញ្ជូនចាយអស់លុយច្រើនណាស់ថ្លៃចំណាយទាំងនេះពិតជាថ្លៃមែនតែបើធៀបនឹងថ្លៃជួសជុលការដ្ឋានឆ្លងតំបន់គឺមិនសមនឹងនិយាយទាល់តែក្នុងភ្នែកបងប្រុសអ្វីដែលគ្មានតម្លៃគឺមានតែជីវិតតៃកុងគ្រឿងចាក់ដូចខ្ញុំប៉ុណ្ណោះពាក្យទាំងនេះបើនិយាយប្រាប់វាងសៀគ្រាន់តែធ្វើឲ្យនាងព្រួយបារម្ភឥតប្រយោជន៍បងហ្វុងទោះបីជាអូនមិនសូវយល់រឿងនៃការដ្ឋានបើបងគិតថាខាតយើងគិតរកផ្លូវចេញដោយខ្លួនឯងទៅអូនតែងតែគាំទ្របងជានិច្ចសៀអរគុណអូនសៀមិនខ្វល់ពីរឿងមានផ្ទះរៀបការទេតែខ្ញុំមិនអាចមិនខ្វល់បានឡើយផ្ទះមួយខ្នងក្នុងក្រុងតម្លៃ 80,000 បើនៅតែពឹងលើគ្រឿងចាក់បងប្រុសខ្ញុំត្រូវចំណាយពេលប្រហែលឆ្នាំទៀតទើបអាចទិញផ្ទះរៀបការជាមួយនាងបានអាឡូបងចៅគ្រឿងចាក់នោះខ្ញុំយកហើយល្អណាស់ប៉ុន្មានថ្ងៃនេះខ្ញុំនៅការដ្ឋានភូមិខាងកើតឬខានស្អែកឯងមកទីនេះរកខ្ញុំចុះកុងត្រាផ្ទាល់តែម្ដងទៅទិញគ្រឿងចាក់បានហើយតម្លៃខ្វះខាតនិងថ្លៃជួសជុលចំនួន 10,000 នោះមានតែរកធនាគារខ្ចីប្រាក់ទើបបានអាហារូបករណ៍ដែលសន្សំការរៀនមហាវិទ្យាល័យក៏យកទៅជួយជួសជុលគ្រឿងចាក់ឲ្យបងប្រុសអស់ហើយនេះជាប្រាក់កម្ចី 10,000 លើកដំបូងក្នុងជីវិតខ្ញុំភ្នាល់លើកនេះថាគាត់ល្អបំផុតបងហ្វឹងម៉ាក់ខ្ញុំគិតថាបន្ទូកចិត្តមកដល់ហើយក៏ខ្ចប់នំចាំងសាច់ខ្លះឲ្យខ្ញុំយកមកញ៉ាំជាមួយគ្នាអះពឹងព្រឹកមិញធ្វើអីនឹងបានមិនលើកទូរស័ព្ទបងប៉ុនហើយថ្ងៃស្អែកមកជួបជុំគ្នានៅផ្ទះបងម្ដាយបងថ្លៃឯងក៏មកដែរលើកនេះឯងនាំចៅឈៀវមកផងចិត្តខ្លាចជាគ្រួសារតែមួយហើយថ្ងៃស្អែកខ្ញុំសន្យាថានាំជាសោគៀវទៅញ៉ាំអីនៅក្រៅក៏ចេះតែចាយផ្ដេសផ្ដាស់មិនក៏មិនចេះរស់នៅចឹងបងឲ្យឯងមកក៏មកទៅសម្រាប់តាមនឹងចុះថ្ងៃស្អែករសៀលឯងមកឲ្យលឿនបន្តិចជួយរៀបចំការងារផងណាមានរឿងអីមែនទេបងប្រុសប្រាប់ថាស្អែកឲ្យទៅញ៉ាំបាយនៅផ្ទះគាត់ចង់ឲ្យអូនទៅដែរមិនសប្បាយចិត្តមែនទេអត់ទេគ្រាន់តែគិតថាយើងបានសន្យាគ្នាថាស្អែកនាំអូនទៅញ៉ាំអីនៅក្រៅមិនអីទេស្អែកបានតែជួបគ្រួសារបងជាមួយគ្នាខ្ញុំក៏សប្បាយចិត្តសាកភ្លក់មើលស្អែកអាហ្វេងមកលេងបនឆ្លៀតពេលជួយការងារបន្តិចបន្តួចពុកម៉ែមិនបាច់រៀបចំច្រើនពេកទេបានច្រើនយ៉ាងនេះគួរតែមកសំពះសួរសុខទុក្ខយើងជួយធ្វើការងារច្រើនបន្តិចជារឿងត្រឹមត្រូវជំរាបសួរលោកម្ចាស់រីករាយថ្ងៃបុណ្យទេមកលើកថ្ងៃបុណ្យដំណាក់កាលទី3នៃវិឡានឹងបើកលក់ឲ្យផ្ទៃដី 80,000 ម៉ែត្រការងារនេះខ្ញុំទុកចិត្តតែលើឯងទេកម្រិតខ្ញុំផ្ញើឲ្យពជាពេលមួយថ្ងៃផ្ញើឲ្យ 20,000 កុំឲ្យមានបារម្ភអីគឺវិឡាយើងជីកមិនដឹងជាប៉ុន្មានកន្លែងទេធានាជីកតាមកម្ពស់កំណត់បើខុសមួយអ៊ីងខ្ញុំធ្វើឡើងវិញបើពជាពេលមួយថ្ងៃខ្ញុំសង 20,000 ឃើញទេអូនសម្លាញ់ការងារមកទៀតហើយសុទ្ធតែបងជាអ្នករត់ការទាំងអស់តែបងនៅតែចែកឲ្យអាហ្វេង 40,000 ដែរអាឆាំងនៅតែជាបងដែលចេះគិតប្អូនប្រុសឯងប្រកាសជាដឹងគុណឯងខ្លាំងណាស់ហើយមានប្អូនប្រុសតែម្នាក់ខ្ញុំធ្វើជាបងប្រុសប្រកាសជាអាចជួយបានប៉ុណ្ណាគឺជួយប៉ុណ្ណឹងហើយអាហ្វឹងស្មោះត្រង់ក៏ពេញចិត្តដើរតាមខ្ញុំដែរគេក៏ដឹងថាមានតែខ្ញុំទេដែលមិនធ្វើបាបគេថ្ងៃនេះភ្ញៀវច្រើនពេកមនុស្សក្នុងផ្ទះបាយមិនគ្រប់គ្រាន់ទេលាវមិនចេះធ្វើការងារផ្ទះទេអាហ្វេងឆាប់ឲ្យចៅជួយមកជួយបន្តិចមកមិនអាចឲ្យប៉ះផ្សែងប្រេងបានដែរពួកឯងធ្លាប់ធ្វើការងារហើយ
ថ្ងៃនេះធ្វើច្រើនបន្តិចទៅចាំគ្រឿងសមុទ្រសចាំឲ្យអញយកទៅទាំងអស់បងថ្លៃបងទៅសម្រាប់ចុះទុកឲ្យខ្ញុំធ្វើវិញ លាវលុសត្រូវគ្រួសារផ្គាប់ចិត្តរហូតមិនចេះធ្វើការងារចោលជ្រោះគ្រាន់តែចិត្តទុនបែរជាត្រូវមកបម្រើគេចឹងឬធម្មតាគេប្រើខ្ញុំដូចគោដូចសេះខ្ញុំមិនថាទេតែសៅសៀវមិនគួរមករងខ្ញុំមកវិញយ៉ាងណាក៏បុនទុកដែរចៅអ៊ុយជូធម្មតាធ្វើការរវល់គួរតែឲ្យនាងសម្រាប់ពី3 បង ថ្ងៃ ជាងគេដដាំធ្វើការងារនេះស្មោះត្រង់ណាស់មើលទៅដឹងតែវាសនាធ្វើការឲ្យគេហើយហ្វឹងឯងក៏សំណាងដែរដែលធ្វើការឲ្យបងឯងបើមិនចឹងទេប្រកាសជាត្រូវគេបោកអស់ហើយ ហ្វឹងកុំទុកក្នុងចិត្តអីបងថ្លៃឯងគ្រាន់តែលេងសើចតើខ្ញុំសូមលើកកែវមួយប៉ាម៉ាក់នេះជាប្អូនប្រុសខ្ញុំលីនហ្វុងថ្ងៃកាលនោះគេរៀននៅឆ្ងាយមិនទាន់មកវិញនេះក៏ជាលើកដំបូងដែលអ្នកទាំងពីរបានជួបគេមែនទេជំរាបសួរលោកពូអ្នកមីងមួយឆ្នាំជាងមកនេះប្អូនខ្ញុំឆ្លងកាត់ភ្លៀងខ្យល់ប្អូនប្រុសហត់នឿយហើយដូច្នេះកាលនោះខ្ញុំក៏សម្រេចចិត្តចាប់អាំងប៉ាវធំ 40000 យន់ឲ្យគេឆ្លងបុណ្យសប្បាយអ្នកទាំងអស់គ្នាថាមើលខ្ញុំជាបងប្រុសបែបនេះមានទឹកចិត្តទេ បងប្អូនបង្កើតធំដឹងក្តីជាមួយគ្នាអ្នកខ្លះកើតមកមាននិស្ស័យធ្វើថាកែអ្នកខ្លះកើតមកមានវាសនាធ្វើស៊ីឈ្នួលគេ ថៅកែស៊ីឈ្នួលអីអាហ្វុងជាប្អូនបង្កើតខ្ញុំកើតពីផ្ទៃម្ដាយតែមួយខ្ញុំជាថៅកែធំប្អូនខ្ញុំគង់តែបានធ្វើថៅកែរងទេមែនទេប្អូនមែនហើយសុទ្ធតែជាគ្រួសារតែមួយអាហ្វុងឯងខំធ្វើទៅថ្ងៃក្រោយអាឈៀងមិនទុកឲ្យឯងខាតបងទេអាហ្វុងលើកកែវជូនសាច់ញាតិបងថ្លៃឯងម្ដងមួយទៅពួកគាត់បាននិយាយហើយថ្ងៃក្រោយការដ្ឋានជីកគ្រឹះគឺរកយើងទាំងអស់មែនទេ ច្បាស់ជាត្រូវជួយមើលការរកស៊ីរបស់អាឈៀងហើយ បងនិយាយត្រូវហើយខ្ញុំគួរតែលើកកែវជូនអ្នកទាំងអស់គ្នាបើបែបនេះហៅថាបងប្អូនខ្ញុំលីនហ្វុងមិនបាច់មានក៏បានដែរសៀវសៀសុំទោសផងថ្ងៃនេះធ្វើឲ្យអូនរងភាពអយុត្តិធម៌ហើយ បងហ្វុងកុំនិយាយចឹងអីបងប្រុសបងធ្វើដាក់ខ្ញុំបែបនេះអ្នកពិបាកចិត្តបំផុតគឺបងមិនអីទេបងនៅមានខ្ញុំពួកយើងទាំងពីររួមគ្នាតស៊ូ សៀវសៀអូនកុំបារម្ភកំហឹងមួយនេះពួកយើងមិនរងចាំទៅទេនោះទេទុកពេលឲ្យបងបន្តិចបងនឹងយកមុខមាត់ដែលបាត់បង់ថ្ងៃនេះមកវិញឲ្យអស់ ខ្ញុំជឿជាក់លើបងទោះបងចង់ធ្វើអ្វីក៏ខ្ញុំនៅក្បែរបងដែរ លោកលីនហ្វុងកម្ចីអាជីវកម្ម 50000 ដែលលោកបានស្នើនៅធនាគារយើងត្រូវបានអនុម័តហើយសូមសងប្រាក់ដើមនិងការប្រាក់តាមពេលកំណត់ទោះយ៉ាងណាខ្ញុំមិនអាចឲ្យសៀវសៀរងការមើលងាយពីអ្នកដទៃទៀតឡើយម៉ាស៊ីនទាំងមូល 80000 គ្រឿងបន្លាស់ថែមឲ្យទាំងអស់មើលទៅបើគ្មានបញ្ហាទេចុះហត្ថលេខាទៅ បងឈៀងគេដដាំការងារធ្វើបែបនេះស្លូតបូតណាស់មើលតែដឹងថាមានវាសនាធ្វើការស៊ីឈ្នួលឲ្យបងប្អូនបង្កើតធំដឹងក្តីជាមួយគ្នាអ្នកខ្លះកើតមកមាននិស្ស័យធ្វើថាកែអ្នកខ្លះកើតមកមានវាសនាធ្វើស៊ីឈ្នួលគេជឿជាក់លើបងទោះបងចង់ធ្វើអ្វីក៏ខ្ញុំនៅក្បែរបងដែរ បើមិនតស៊ូប្រថុយលើកនេះទេមួយជីវិតនេះខ្ញុំមានតែវាសនាស៊ីឈ្នួលគេមួយជីវិតងើបមុខមិនរួចឡើយតោះបងនំអូនទៅយកគ្រឿងចាក់ excavator មិនស្រួលទេប្រញាប់ឈប់ដៃរំលាក់ធុងកាយចុះមិនស្រួលទេប្រញាប់ឈប់ដៃទម្លាក់ធុងកាយចុះរឿងអ្នកក្រៅនិយាយមិនបាច់ខ្វល់ទេចប់ហើយនេះជាម៉ាស៊ីនថ្មីណាស់ចុះមកលឿនឡើងមិនអាចចុះបានទេដាច់ខាតកុំកម្រើកផ្ដេសផ្ដាស់ពន្លត់ម៉ាស៊ីនជាន់ហ្វ្រាំងទម្លាក់ធុងចុះដីសិនចុះដីល្អឥឡូវបង្វិលយឺតទៅខាងឆ្វេងដាក់ធុងបែរទៅរកក្បាលចំណោតបត់ដៃតូចចូលលឿនឡើងឥឡូវដីទន់ពេកហើយបញ្ញាប់យកក្តារមកទ្រទ្រនាប់ច្រវាក់ភ្លាមអើយអរគុណបងប្អូនច្រើនហើយម៉ាស៊ីននេះខ្ចីលុយគេ350,000បើកន្លាប់ធ្លាក់ទៅមិនត្រឹមតែសង្កត់ក្មួយប្រុសខ្ញុំទេសូម្បីបាត់គ្រឹះទៅចាក់ក៏ខូចខ្ទេចដែរទោះបូកជីវិតចាស់ខ្ញុំចូលទៀតក៏សងគេមិនរួចដែរដីប្រភេទនេះត្រូវថយក្រោយ1ម៉ែត្រហើយជីកជាថ្នាក់ក្មួយប្រុសពូមើលទៅដឹងតែអ្នកថ្មីហើយគ្មានបទពិសោធន៍តតែសោះប្អូនប្រុសឯងនិយាយត្រូវណាស់ចុះប្អូនធ្វើការនៅឯណាដែរធ្វើខ្លួនឯងទេខ្ញុំឃើញឡានមកហើយពូម៉ែរវល់ចុះប្អូនប្រុសសូមលេខទំនាក់ទំនងមករាប់អានគ្នាមានការងារខ្ញុំហៅបានបើមិនប្រថុយលើកនេះទេមួយជីវិតនេះខ្ញុំត្រូវធ្វើជាកញ្ចេះគេរហូតគ្មានថ្ងៃងើបមុខរួចទេខ្ចីប្រាក់ 100000 ទិញម៉ាស៊ីន 80000 ជួសជុល 30000 សរុបអស់ 110,000 សល់ 30000 សម្រាប់ថ្លៃសាំងនិងបង្វិលដើមទុនពីមុនធ្វើការនៅការដ្ឋានមានមេការជួយរ៉ាប់រងហានិភ័យពាក់កណ្ដាលឥឡូវខ្ញុំទិញម៉ាស៊ីនមករកស៊ីខ្លួនឯងរាល់ខែត្រូវបង់ការប្រាក់ 400-500 ទៀតតំបន់វីឡាតូចៗ
គ្រឿងចាក់មួយល្មមធ្វើការបានមិនជួលមនុស្សមិនម៉ៅការបន្តធ្វើចប់មួយគម្រោងយកលុយមួយគម្រោងទាត់លុយទៀងទាត់ទោះលុយបន្តិចកុំឲ្យតែជាការចាក់លុបដីភក់ធំៗតម្លៃការងារតាមទីផ្សារទូទៅគឺអាចទ្រាំទ្របាន មកវិញហើយមែនទេមើលផ្កាដែលអូនទិញមកស្អាតទេ ស្អាតណាស់សៀវស្វាខ្ញុំមានរឿងចង់ប្រាប់អូន បងប្រុសបង្ហាញទៅធ្វើការទៀតហើយមែនទេទោះបីជាបងប្រុសមិនសូវស្មោះត្រង់ប៉ុន្តែបើបងចង់ទៅក៏ទៅចុះ អត់ទៅទេខ្ញុំបានខ្ចីលុយទិញគ្រឿងចាក់មួយគ្រឿងធ្វើខ្លួនឯងវិញ ខ្ចីលុយគេបងគិតច្បាស់ហើយឬនៅ គិតច្បាស់ហើយម៉ាស៊ីនបានសាកល្បងរួចរាល់ក្នុងថ្ងៃបុណ្យហើយថ្ងៃស្អែកទៅសាកនៅការដ្ឋានផ្ទាល់សៀវស្វាបងដឹងថាបងធ្វើឲ្យអូនមានសម្ពាធខ្លាំងប៉ុន្តែបងនេះគឺ បើសម្រាប់ចិត្តហើយក៏ខំប្រឹងធ្វើឲ្យល្អទៅតាមពិតអូនចង់ប្រាប់បងឲ្យចេញមករកស៊ីខ្លួនឯងយូរហើយព្រោះបងមានជំនាញនិងឆ្លាតវៃជាងបងប្រុសបងឆ្ងាយណាស់ទេប៉ុន្តែខ្ញុំមិនចង់បំផ្លាញទំនាក់ទំនងបងប្អូនរបស់អ្នកឡើយនេះជាលុយដែលខ្ញុំសន្សំបានប្រហែលឆ្នាំនេះមិនច្រើនទេតែ 30000 អ្នកយកទៅប្រើសិនទៅ អ្នកមិនបន្ទោសខ្ញុំទេ បន្ទោសអ្នកដែលមិនព្រមប្រាប់ខ្ញុំឲ្យបានលឿនជាងនេះមែនទេស ៀវសើអរគុណអ្នកប៉ុន្តែលុយនេះខ្ញុំមិនអាចយកបានទេអ្នកទុកខ្លួនឯងទៅ នៅគួរសមជាមួយខ្ញុំធ្វើអីទៀតលុយនេះចាត់ទុកថាខ្ញុំចូលហ៊ុនចុះចាំការងារអ្នកជោគជ័យហើយខ្ញុំចាំអ្នកផ្ដល់ផ្ទះមួយឲ្យខ្ញុំ សៀវសើខ្ញុំប្រកាសជាធ្វើឲ្យអ្នករៀបការជាមួយខ្ញុំយ៉ាងមានកិត្តិយសខ្ញុំត្រូវតែជោគជ័យខ្ញុំមិនអាចបរាជ័យឡើយ អាឡូហ្វុងបងថ្ងៃខានស្អែកចាប់ផ្ដើមការងារហើយស្អែកនេះម៉ោង 8 ព្រឹកទៅឃ្លាំងរបស់ខ្ញុំមកលាងសម្អាតម៉ាស៊ីនផងដើម្បីទុកចំណាប់អារម្មណ៍ល្អឲ្យថកែសុនស្អែកនេះខ្ញុំមិនទៅទេស្អីគេសំឡេងខាងខ្ញុំខ្លាំងពេកអ្នកនិយាយអីហ្នឹងបំភ្លេចវាចុះយ៉ាងណាក៏ស្អែកអ្នកមកឲ្យលឿនបន្តិចទៅ ថ្មីនេះថ្លៃទឹកហាក់ដូចជាឡើងថ្លៃហើយស្អែកនេះអ្នកប្រាប់អាម្នាក់នោះឲ្យប្រើទឹកតិចបន្តិចទៅដុំហ្វុងការបញ្ជាទិញរបស់ថកែសុនលើកនេះគឺជាការបញ្ជាទិញធំដំបូងគេក្នុងឆ្នាំនេះមែនទេ ត្រូវហើយប្រាក់ពិន័យខុសកិច្ចសន្យាក៏ខ្ពស់ដែរគឺ3 ដងនៃប្រាក់ពិន័យប្រសិនបើមានបញ្ហាជាមួយក្រុមនេះហើយពន្យាពេលការងារមួយថ្ងៃត្រូវសង2សែន តើអាចមានបញ្ហាអ្វីទៅបងប្រុសរបស់អ្នកមើលទៅគួរឲ្យទុកចិត្តណាស់មានអីត្រូវបារម្ភ ពិ នោះ តមែនហើយអាហ្វុងធ្វើការយូរហើយមិនដែលខុសម្ដងណាឡើយម៉ាក់និយាយត្រូវហើយណែម៉ាក់ផុងអ៊ីវ៉ាន់ឈ្នះហើយមកភរិយាដ៏ល្អរបស់ខ្ញុំឲ្យប្តីថើបមួយមកគ្រួសារយើងចិត្តមានលៀបធំទៀតហើយនៅក្នុងចិត្តខ្ញុំគិតសារចុះសារឡើងអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកពេលដែលលីនឈីងរកខ្ញុំមិនឃើញនៅព្រឹកស្អែកតើគាត់នឹងមានទឹកមុខបែបណាទៅហេតុអ្វីអាហ្វុងមិនទាន់មកលាងម៉ាស៊ីនទៀតនេះម៉ោង 8 ហើយតើមើលទៅការផ្ដាល់កិត្តិយសឲ្យគេច្រើនពេកធ្វើឲ្យគេឆ្មាំងឆ្មៃហើយឥឡូវហ៊ានមកយឺតទៀត លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅបានបិទហើយ ដើមឡើយខ្ញុំគ្រោងនឹងផ្ដល់អាំងប៉ាវ8រយន្តសម្រាប់ការចាប់ផ្ដើមការងារឥឡូវមើលទៅមិនគួរឲ្យសោះម៉ោង 9 ហើយហេតុអ្វីអាហ្វុងមិនទាន់មកទៀតតើអាំងប៉ាវ 40000 យន្តនោះពិតជាធ្វើឲ្យគេគិតថាខ្លួនឯងជាថកែហើយមែនទេស្អែកម៉ោង 10 ព្រឹកគំរូគំរាត្រូវតែបើកខ្ញុំនឹងមនុស្សមកពីផ្នែកគម្រោងនឹងមកដល់ទាន់ពេលត្រូវតែចូលការដ្ឋានឲ្យទាន់ពេលយប់នេះឯងរៀបចំគ្រឿងចាក់និងមនុស្សឲ្យរួចរាល់ទទួលប្រាក់កក់ពីខ្ញុំហើយកុំឲ្យមានបញ្ហាឲ្យសោះបើចង់បានមុខមាត់កុំបន្ទោសខ្ញុំបន្ទុកមុខឲ្យលោកលីបងស៊ុនកុំបារម្ភខ្ញុំធានាថានឹងរៀបចំយ៉ាងត្រឹមត្រូវអរគុណបងចៅដែលបានឲ្យកន្លែងខ្ញុំសាកល្បងម៉ាស៊ីនអាចរឿងតូចតាចតើខ្ញុំទៅរវល់ហើយឯងសាកល្បងតាមស្រួលចុះ បងហ្វុងគ្រឿងចាក់ថ្មីរបស់យើងបានចូលដល់ការដ្ឋានហើយយូស៊ីនអាហ្វុងប្រហែលជាមិនមកទេដឹងមិននឹងអាចទៅខ្ញុំខំប្រឹងផ្ញើអាំងប៉ាវ 40000 ឲ្យគេហើយច្រើនដល់ម្លឹងគេច្បាស់ជាខំធ្វើការឲ្យខ្ញុំអស់ពីចិត្តហើយប្រហែលជាតាមផ្លូវមានរឿងអ្វីកើតឡើងខ្ញុំខលម្ដងទៀតសិនសំឡេងម៉ាស៊ីនគួរសមប្រព័ន្ធធារាសាស្ត្រឆ្លើយតបយឺតបន្តិចតែល្មមប្រើបានដំណើរការសាក់លបងចិត្តត្រូវគ្នាហើយ សុំម៉ាក់បន្តិចទៅផឹកទឹកសិនសាកល្បងមកព្រឹកហើយហត់ខ្លាំងណាស់ មិនអីទេគ្រឿងចាក់ដំណើរការស្រួលបួលហើយទើបអាចធ្វើការបានលេងហ្វុងសាក់លបងមួយព្រឹកហើយគ្រឿងចាក់គ្មានបញ្ហាទេមែនទេ
គ្រោងគ្រឿងចាក់នេះល្អណាស់សាកល្បងចិត្តស្រួលបួលអស់ហើយលីនហ្វុងរឿងការពីលើកមុនដែលឯងជួយក្មួយប្រុសខ្ញុំនៅតែចងចាំជាប់បើកុំតែបានឯងគ្រឿងចាក់ excavator ថ្មីនោះខូចបាត់ហើយថែមទាំងត្រូវសងថ្លៃគ្រឹះផ្ទះវិឡាគេទៀតផងបងចៅគួរសមពេកហើយជារឿងដែលត្រូវជួយតើប្អូនប្រុសខ្ញុំមានការងារបន្ទាន់មួយឯងមើលថាតើចាប់អារម្មណ៍ទេផ្ទះវិឡាទល់ទំហំ200ម៉ែត្រការ៉េរបស់ថៅកែវាងដើមឡើយណាត់គ្នាថ្ងៃស្អែកចាប់ដើមជីកតែលទ្ធផលព្យាករណ៍អាកាសធាតុថានឹងមានភ្លៀងធ្លាក់ខ្លាំងពីយប់ស្អែកដល់ខណ្ឌស្អែកអ្នកបើក excavator ដែលរកទុកពីមុនឮថាត្រូវតែធ្វើឲ្យរួចរាល់មុនពេលភ្លៀងធ្លាក់ខ្លាំងក៏បោះបង់ចោលភ្លាមបើការងារនេះខូចនោះការវិភាគសាងសង់តំបន់វិឡាទាំងមូលរបស់ថៅកែវាងនឹងត្រូវពន្យាពេលហើយខ្ញុំធ្លាប់ឃើញឯកបញ្ជាជំនាញឯករឹងមាំហើយច្បាស់លាស់ខ្ញុំចង់ណែនាំឯងឲ្យទៅទទួលទេបងចៅការងារនេះតម្លៃប្រមាណដែរគិតតាមតម្លៃទីផ្សារប៉ុន្តែនេះជាការងារបន្ទាន់ថៅកែវាងសុកចិត្តថែម 4000 ទៀតសរុប 15000 ឲ្យ 5000 មុនជាថ្លៃប្រេងបើធ្វើបានស្អាតនៅមានគ្រឹះវិឡាចំនួន 7 ទៀតឲ្យឯងទាំងអស់បានបងចៅក៏កុំអារម្មណ៍យប់នេះខ្ញុំនឹងទៅភ្លាមធានាថានឹងធ្វើឲ្យរួចរាល់ទាន់ពេលនិងមានគុណភាពមិនឲ្យយឺតយ៉ាវដាច់ខាតល្អណាស់អាប្អូនខ្ញុំដឹងថាមិនមើលមនុស្សខុសទេការងារដំបូងទីបំផុតបានមកដល់ហើយចាប់ពីថ្ងៃនេះតទៅខ្ញុំលីនហ្វុងមិនមែនជាអ្នកស៊ីឈ្នួលឲ្យគេទៀតឡើយសៀវសៀនអូនត្រឡប់ទៅមុនចុះបងត្រូវទៅរកស៊ឺថូដើម្បីខ្ចីរថយន្តសណ្ដោងយប់នេះត្រូវចេញទៅធ្វើការហើយចាអូនទៅផ្ទះរៀបចំអីវ៉ាន់ទុកឲ្យបងយកទៅហ្វឹងឯងមិនក៏ហៅខ្ញុំមកទីនេះជា excavator របស់អ្នកណាខ្ញុំទើបតែទិញ excavator ជាជួរមួយនេះខ្ញុំចង់ចេញរកស៊ីម្នាក់ឯងចង់មករកស៊ីជាមួយខ្ញុំទេឯងទិញ excavator ខ្លួនឯងនឹងព្រះអើយអស្ចារ្យម្ល៉េះមកឬអត់ខ្ញុំចេញម៉ាស៊ីននឹងបច្ចេកទេសឯងចេញកម្លាំងពលកម្មប្រាក់ចំណេញចែក4 6ឯង4ខ្ញុំ6ចាំឯងស្ទាត់ហើយខ្ញុំនឹងទិញ excavator មួយទៀតឲ្យឯងយប់នេះមានការងារបន្ទាន់មួយត្រូវធ្វើឬអត់ធ្វើតើពួកយើងជាមិត្តតាំងពីក្មេងឯងព្រមនាំខ្ញុំមករកលុយខ្ញុំអរគុណបន្ទាន់ផងមិននឹងអាចបដិសេធបានឯងប្រាប់ឲ្យធ្វើមិនគឺធ្វើចឹងហើយល្អគឹកណាស់វើយមនុស្សទៅណាអស់ហើយអញឲ្យអាំងប៉ាវ 40000 ចិនលីនហ្វឹងសងគុណអញបែបនេះចៅវាយខាំផ្គត់ផ្គង់គេថាលីនហ្វឹងដូចជាបាននាំវាងស៊ូទៅសាក excavator នៅទីនោះឥឡូវមិនដឹងទៅណាទេស្អីគេសាក excavator វាចង់ចេញទៅរកស៊ីខ្លួនឯងមែនទេមិនត្រូវទេវាយក excavator មកពីណាខ្ញុំក៏មិនដឹងដែរអញចិញ្ចឹមបាយទឹកវាក្លាហានដល់ថ្នាក់លួចក្បត់អញទៅរកស៊ីខ្លួនឯងផងម៉ែវាអើយទៅតាមរកវាឲ្យឃើញជាបន្ទាន់អោឡូឯងថាម៉េចអាសាទិរិឆានមិនក៏វាហ៊ានបែបនេះរឿងតូចតាចសោះនេះជាអាវភ្លៀងពីរយប់នេះបើមានភ្លៀងធ្លាក់ខ្លាំងពួកឯងពាក់វាទៅក្នុងនេះមានទឹកខ្ញីដែលខ្ញុំដាំឲ្យអ្នកទាំងពីរទៀតសៀវស៊ូបងបានផ្ញើសារបំរុង excavator របស់បងជីដូនមួយទៅឲ្យគាត់វិញហើយប្រាប់គាត់ថាបងចេញមករកស៊ីខ្លួនឯងហើយប្រសិនបើគាត់មករំខានអូនមិនបាច់ទ្រាំទេប្តឹងប៉ូលីសភ្លាមទៅចាបងកុំបារម្ភអីធ្វើការឲ្យស្រួលចិត្តចុះចាំបងត្រឡប់មកវិញចាបងត្រូវតែប្រយ័ត្នសុវត្ថិភាពណាអូនរងចាំបងត្រឡប់មកវិញនោះជា excavator វាងស៊ូមនុស្សនៅក្នុងឡាននោះជាអ្នកណាលីនហ្វឹងរត់ហើយវាពិតជារត់មែន40000ទិញ excavator មិនអាចទៅរួចទេទោះបីទិញក៏ជាអេតចាយដែលប្រើមិនបាន2ថ្ងៃផងមិញនេះអ្នកនៅលើឡានគឺលីនហ្វឹងមែនទេមែនវាឬអត់អ្នកមិនមែនជាបងជាដូនមួយចិត្តស្និទ្ធបំផុតរបស់គាត់ទេអេសាក់សួរគាត់ខ្លួនឯងទៅបើខ្ញុំតាក់ទងគាត់បានចាំបាច់អីខ្ញុំត្រូវសួរនាងខ្ញុំកំពុងនិយាយជាមួយនាងណានេះល្អណាស់បានលីនហ្វឹងកុំឲ្យអញរកឯងឃើញឲ្យសោះហ្វឹងភ្លៀងធ្លាក់ខ្លាំងជិតមកដល់ហើយដីនឹងប្រែជាទុនតើយើងទប់ទំនប់ជំរាលទាន់ទេកុំស្លន់ស្លោមើលពពកទៅយ៉ាងហោចណាស់កន្លះម៉ោងទៀតទៅភ្លៀងពេលវេលាគឺល្មមគ្រប់គ្រាន់ឯងមក ATK ឲ្យជាប់ខ្ញុំចាប់ដើមដូនខ្ញុំកាយឡាននៅទីនេះពួកយើងទាំងពីរនាក់ផ្គុំគ្នាស្រទាប់ទី1ដល់បាតហើយដីទុនជាងមុនអ្នកថយទៅមាត់រណ្ដៅកុំឈរក្នុងកាំវឡានហ្វុងជឺវាយហើយដងវាស់ជំរឿនអណ្ដែតហើយលេខលូតខុសអស់ហើយធម្មតាទេមុនភ្លៀងធំស្រទាប់ ionosphere ច្របូកច្របល់អ្នកដោតដងលើដីសស្រទាប់ខ្នោះកុំកម្រើកខ្ញុំមើលទីតាំងដងដើម្បីកាយប៉ុន្តែដងក៏រវើកដែរដីទុនអស់ហើយបើកាយទៀតច្បាស់ជាខុសហើយមិនអីទេកន្លះម៉ែត្រចុងក្រោយខ្ញុំកាយតាមបទពិសោធន៍ខ្ញុំធ្លាប់កាយគ្រឹះរាប់រយមកហើយដៃខ្ញុំច្បាស់ជាម៉ាស៊ីនទៀតស្រទាប់ទី2ជួបស្រទាប់រឹងហើយមិនអាចកាយបុកបានទេត្រូវកាយបញ្ឆិតតាមស្រទាប់ Stone ដោតដង RTK ទៅមុខកាត់ផ្នែកខ្ពស់ផតដែលចោតដោតចំកណ្ដាលស្រទាប់ដីសិននោះហ្វុងជឺជាដីរឹងដងដោតជាប់ហើយមិនរវើកទៀតទេហ្វុងជឺជាដីរឹង
ដងដោជាប់ហើយមិនរវឹកទៀតទេយល់ហើយស្រទាប់ដីរឹងនេះខ្ញុំកាយបញ្ឆិតមិនប៉ះពាល់ស្រទាប់ក្រោមទេអ្នកមើលមាត្រដ្ឋានទៅបើលេខប្រែប្រួលរាយការណ៍ភ្លាមធុងជឺភ្លៀងធំហើយជំរាលជុំវិញចាប់ផ្ដើមបាក់ហើយអាមិចដើម្បីដណ្ដើមពេលហ្វុងជឺប្រឹងអស់ពីសមត្ថភាពហើយ Stone ខ្ញុំកាយបានជាស្រទាប់នៅនឹងកន្លែងចុះរៀងរាល់10សង់ទីម៉ែត្រអ្នករាយការណ៍មាត្រដ្ឋានមាត់រណ្ដៅម្ដង5សង់ទីម៉ែត្រចុងក្រោយដល់បាតអ្នកស្រែកឲ្យឈប់អ្នកកាន់ដងនេះឲ្យជាប់បាតរណ្ដៅនិងជំរាលខ្ញុំធ្វើក្នុងពេលតែមួយមិនបាច់អ្នកបារម្ភទេមុនពេលភ្លៀងធំជាងនេះខ្ញុំត្រូវតែកាយដល់កម្ពស់កំណត់យល់ហើយមាត្រដ្ឋានមាត់រណ្ដៅរាយការណ៍ជូនអ្នកទោះស្លាប់ក៏ដងមិនដួលដែរតូនបរិកាលេនឹងអាមេចហ្វុងជឿដៃច្បាស់មែនមាត់រណ្ដៅស្មើដល់0ហើយអ្នកយកដង RTK ដើរ5ជំហានទៅខាងលិចបាតរណ្ដៅដោតចុះវាស់ឡើងវិញមើលថាបាតរណ្ដៅស្មើអត់ការវាស់ឡើងវិញជាប់ហើយមាត់រណ្ដៅស្មើដល់0បាតរណ្ដៅរលូនកម្ពស់ស្មើគ្នាល្អគប់ជួន Stone រៀបចំអីវ៉ាន់ឈប់ធ្វើ Stone វាស់កម្ពស់ម្ដងទៀតមុំជំរាលក៏ត្រូវតែត្រូវដែរកត់ត្រាទិន្នន័យឲ្យច្បាស់ចាំថៅកែវាងមកត្រួតពិនិត្យថៅកែវាងអ្នកមកហើយការដ្ឋាននេះអាចទទួលយកបានកម្ពស់និងជ្រុងត្រូវតាមស្តង់ដារហើយប្រព័ន្ធរំដោះទឹកក៏ល្អធ្វើបានល្អជាងក្រុមអ្នកចាស់វស្សារបស់ខ្ញុំទៅទៀតបងប្អូនជួយទាញខ្ញុំបន្តិចអរគុណធ្វើតាមប្លង់មិនខុសមួយលីឡើយល្អណាស់មួយខ្នងនេះចាត់ទុកថាជាប់ហើយនៅមាន7ខ្នងទៀតតើអ្នកព្រមទទួលធ្វើទេតែខ្ញុំនៅតែឲ្យតម្លៃដដែលអញ្ចឹងល្អណាស់ខ្ញុំទទួលអរគុណលោកថៅកែវ៉ាស្អែកមកការិយាល័យគម្រោងជួបខ្ញុំដើម្បីសញ្ញាកិច្ចសន្យាខ្ញុំទៅមុនហើយរៀបចំផ្នែកច្បាប់ត្រៀមកិច្ចសន្យាបាទល្អហើយបងពឹងលោកថៅកែវ៉ាងប្រាប់ថាពួកយើងត្រូវបានត្រួតពិនិត្យជាប់ហើយនៅមាន7ខ្នងទៀតពួកយើងទើបតែធ្វើបានមួយថ្ងៃសល់ការងារធ្វើរហូតដល់ចុងខែឯណោះបងហ្វឹងអំបញ្ញមិញពេលលោកថៅកែវ៉ាងត្រួតពិនិត្យខ្ញុំភ័យចង់ងាប់ទៅហើយចុះហេតុអ្វីបានជាបងស្ងប់ស្ងាត់ម្ល៉េះមុំចំណោតកម្ពស់ស្រទាប់កំបោរជំរាបប្រឡាយទឹករាល់សង់ទីម៉ែត្រទាំងអស់ត្រូវកត់ចំណាំក្នុងខួរក្បាលខ្ញុំរួចហើយការត្រួតពិនិត្យប្រកាសជាគ្មានបញ្ហាទេខ្ញុំមើលទៅលិនហ្វឹងពិតជាចង់ប៉ើងហើយសូម្បីតែ40000ក៏មិនហ៊ានឲ្យគេផងពី3ថ្ងៃនេះរកមនុស្សមិនឃើញសោះការងាររបស់អញធ្វើមិនទៅមិនអាចពន្យាពេលមែនទេលេខទូរស័ព្ទដែលអ្នកកំពុងហៅមិនអាចតាក់ទងបានទេនៅពេលនេះឬមួយក៏គ្រឿងចាក់ excavator នោះមិនមែនចុះលិនហ្វឹងទេដឹងគេប្រកាសជាមិនចេញទៅធ្វើខ្លួនឯងមែនទេពុកគិតអីហ្នឹងបើគ្មានពុកទេគេរៀនចាំការងារបាត់ហើយគេសរសេរលិខិតនោះឲ្យពុកគេមិនហ៊ានចេញធ្វើខ្លួនឯងទេនិយាយត្រូវហើយបើអញមិនឲ្យការងារគេធ្វើទេគេគ្មានបាយហូបផងខ្ញុំមើលទៅពូហ្វឹងគ្រាន់តែខឹងលេងតាដោយសារគិតថាពុកឲ្យតិចពេកទើបចង់ធ្វើរឹកដើម្បីដំឡើងប្រាក់ខែគេសមដែរមិនមើលខ្លួនឯងមានសមត្ថភាពប៉ុណ្ណាផងចង់បានខ្ពស់ហួសសមត្ថភាពមិនខ្លាចចុកស្លាប់ទេលោកប្រធានសុនការដ្ឋានរបស់ខ្ញុំអាចពន្យាពេលមួយសប្តាហ៍បានទេលោកប្រធានសុនកិច្ចសន្យាសរសេរយ៉ាងច្បាស់លាស់ណាស់បើពន្យាពេលចាប់ផ្ដើមត្រូវសងសំណង3ដងមួយថ្ងៃ20000បើធ្វើមិនទាន់ខ្ញុំគិតថាអ្នកច្បាស់ជាងខ្ញុំទៅទៀតអ្នកមើលខ្លួនឯងទៅពុកមានរឿងធំហើយសំណង420,000ពុកកំភៃពួកយើងតាគ្មានលុយទេពួកយើងទៅរកមនុស្សនៅផ្លូវមិនតានិយាយស្រួលណាស់ជិតដល់ពេលចាប់ផ្ដើមហើយតើអញទៅរកមនុស្សនៅឯណាវាមិនងាយស្រួលទេគ្រួសារយើងមានលុយឲ្យតែឲ្យតម្លៃទ្វេដងគេប្រកាសជាមកព្រោះមិនខានចុះឯងមិនប្រញាប់ទៅរកទៀតចាល្អហើយនោះជាគ្រឿងចាក់ excavator កម្រិតកំពូលឲ្យតែអ្នកចេះធ្វើគឺអាចប្រើបានយ៉ាងស្ទាត់មិនក៏អញរកមនុស្សមិនបានលិនហ្វឹងចាំរឿងនេះចប់ញ៉ានឹងធ្វើឲ្យឯងលុតជង្គង់សុំទោសអញគ្មានស្អីផងបានឮទេលិនហ្វឹងពិតជាបានទិញគ្រឿងចាក់ excavator ចាស់មួយគ្រឿងមែនម្សិលមិញបានចុះការដ្ឋានទាំងភ្លៀងធ្លាក់គឺនៅដីលោកវិឡាខាងមុខនោះហើយបានទទួលការងារពីថៅកែវាងនៃ C8B ថៅកែធ្វើការងារបើក excavator ធ្វើការក្រោមភ្លៀងគិតថានាងជាអាទិទេពមែនថៅកែវាងល្បីខាងរើអើងណាស់មើលទៅឥឡូវ 80% សូម្បីតែខោខ្លីក៏អស់ដែរខោខ្លីមើល excavator ក្រហមនោះទៅនោះមិនមែនជាស្នាដៃរបស់លិនហ្វេងទេអីនោះគឺលិនហ្វេងកំពុងតែធ្វើការគេកំពុងធ្វើការមែនហើយនៅការដ្ឋានរបស់ថៅកែវាងទៀតតើវាអាចទៅរួចយ៉ាងដូចម្ដេច
ថាកែលីនគ្រឹះវិឡាទាំង3របស់ខ្ញុំអ្នកត្រូវតែរៀបកាត់ក្បាលដីឲ្យខ្ញុំណាថាកែលីនកុំស្ដាប់គាត់ឲ្យខ្ញុំមុនខ្ញុំថែម10000ទៀតកម្ពស់ជំរាបប្រឡាយបង្ហូរទឹកកាត់ដូចគ្នានឹងប្លង់បេះបិទលីនហ្វេងងារនេះស្អាតណាស់ជាកាតព្វកិច្ចទេអ្នកទាំងអស់គ្នាកុំប្រញាប់សូមតម្រង់ជួរមិនអាចទេតើវាអាចទៅរួចយ៉ាងដូចម្ដេចបងហានមិនបានជួបគ្នាយូរហើយឯងនិយាយស្អីចុះពីលើនឹងបងហានការដ្ឋាននេះបើកបោពីផ្ទះបង40នាទីតើតួប្រុសយើងទាំងពីរនាក់នរណាដូចអ្នកដើរកាត់លើពីនេះខ្ញុំគ្រាន់តែជាអ្នកធ្វើការស៊ីឈ្នួលធម្មតាប៉ុណ្ណោះថៅកែលីនការងារដែលអ្នកធ្វើឲ្យបងវាងពិតជាស្អាតណាស់យ៉ាងម៉េចដែរខ្ញុំឲ្យប្រាក់កក់30000មុនខ្ញុំរងចាំអ្នកមួយសប្តាហ៍ការងារបន្ទាប់ត្រូវតែធ្វើឲ្យខ្ញុំនឹងផ្ទេរប្រាក់ភ្លាមខ្ញុំមាន excavator 8គ្រឿងមិនជឿថារកអ្នកពូកែជាងឯងមិនបានទេហាមើលចុះថៅកែលីនចុះគ្រឹះ50ខ្នងអាគារដែលជីកដោយដៃនោះកំពុងប្រញាប់ប្រញាល់ប្រហែលថ្ងៃនេះថ្ងៃលក់មុនគឺថ្ងៃទី1ខែក្រោយមុនពេលនោះនឹងអាចបញ្ចប់បានឲ្យតែខ្ញុំរកបានអ្នកបើក excavator គឺទាន់ពេលនៅទាន់ពេលទៀតឯងគិតថាយើងល្ងងមែនទេកិច្ចសន្យាជីកគ្រឹះ50ខ្នងអាគារមានរយៈពេល17ថ្ងៃអ្នកពន្យាពេល2ថ្ងៃហើយនៅមិនទាន់ចាប់ផ្ដើមលិខិតអនុញ្ញាតលក់មុននៅថ្ងៃទី1ខែក្រោយខ្ញុំត្រូវតែដាក់ពាក្យស្នើសុំឥឡូវគ្រឹះធ្វើមិនទាន់បានល្អតើខ្ញុំយកអ្វីទៅស្នើសុំប្រសិនបើជីកគ្រឹះមិនទាន់ពេលកំណត់លក់មុនទេគម្រោងទាំងមូលរបស់ខ្ញុំនឹងត្រូវខូចខាតនៅក្នុងដៃប្រាក់ពិន័យល្មើសកិច្ចសន្យា 1.5 លានមិនអាចខ្វះ1រៀលបានទេ 1.5 លានតើវាអាចទៅរួចយ៉ាងដូចម្ដេចសងជំងឺចិត្ត3ដងមានសំណេរច្បាស់លាស់ប៉ុន្តែថៅកែលៀនខ្លួនឯងជំពាក់ស្ដាប់ឲ្យច្បាស់អ្នកនៅសល់ពេល15ថ្ងៃទៀត15ថ្ងៃក្រោយត្រូវតែប្រគល់គ្រឹះដែលមានបទដ្ឋានត្រឹមត្រូវមកឲ្យខ្ញុំឬមួយយកប្រាក់ពិន័យ 1.5 លានមកបើមិនដូច្នេះទេជួបគ្នានៅតុលាការពុកលោកសុនទូរស័ព្ទមកទៀតហើយកូនមិនហ៊ានទទួលទេតើត្រូវធ្វើម៉េចទៅធ្វើម៉េចពុកក៏ចង់ដឹងថាតើត្រូវធ្វើម៉េចដែរជួលគេឬឲ្យតម្លៃខ្ពស់ថៅកែលីនឥឡូវជារដូវភ្លៀងគ្មាននរណាហានទទួលការងារប្រញាប់ទេខ្ញុំហ៊ានទៅប៉ុន្តែតម្រូវការគម្រោងរបស់អ្នកខ្ពស់ពេកបើខ្ញុំធ្វើមិនបានល្អតើអ្នកមិនឲ្យខ្ញុំសងជំងឺចិត្តទេឬតើខ្ញុំអាចធ្វើការឲ្យអ្នកបានទេពិតជាមិនអាចទេឆាប់ឡើងចោលលួចកាបអូបបើខ្ញុំអាចធ្វើបានខ្ញុំធ្វើបានល្អជាងគាត់ទៅទៀតអញគ្មានសមត្ថភាពទេអញគ្មានបច្ចេកទេសល្អដូចគាត់ទេអ្នកទាំងអស់គ្នាស៊ូកុំបើកទៀតអីព្រឹកស្អែកត្រូវចូលការដ្ឋានលឿនសម្រាប់ទៅតែមើលកំប៉ុងទេថ្ងៃនេះលុយការដ្ឋានរបស់អ្នកចូលគណនេយ្យហើយគួរបើកមើលកំប៉ុងអបអលើកនេះលុយការដ្ឋានចូលគណនេយ្យហើយបានទុករង្វាន់ 20000 ចែកភាគលាភឲ្យស៊ីថូហើយសល់ប៉ុន្មានគឺគ្រប់គ្រាន់សម្រាប់បង់ផ្ដាច់ថ្លៃ excavator កងដៃនេះគឺជូនអូនចំណែកខាងពូម៉ែអញបានរៀបចំអាហារបំពន់ពីប្រអប់ចុងសប្តាហ៍ចាំទៅជូនជាមួយអូនខ្ញុំមិនដែលគិតសោះថាបងអាចរកលុយបានច្រើនយ៉ាងនេះលឿនបែបនេះប្រាក់កម្ចី excavator ទៅតែបងរួចក្នុងដៃបងគួរតែទុករក្សាប្រាក់បម្រុងខ្លះកងដៃនេះខ្ញុំមិនយកទេយកទៅបដូរវិញទៅនេះជាចំនួនមួយផ្នែកពាក់ឲ្យមិនអាចរត់រួចទេណាអ្នកណាព្រមការជាមួយបងសុំរបស់ខ្ញុំសុំទោសតើអ្នកណាជាលីនហ្វេងគឺខ្ញុំលីនហ្វេងសួស្ដីខ្ញុំឈ្មោះអ៊ូហៃសួស្ដីតើលោកមានការអ្វីជាមួយខ្ញុំជាអ្នកអភិវឌ្ឍបូរីវីឡានេះខ្ញុំបានឮរឿងរបស់អ្នកវីឡាមួយខ្នងគ្រឹះ300ម៉ែត្រការ៉េជីកបានត្រឹមត្រូវតាមស្តង់ដាររចនាការត្រួតពិនិត្យទទួលយកបានតែម្ដងពេញការដ្ឋានកំពុងនិយាយពីអ្នកលោកអ៊ូលើកសរសើរពេកហើយមិនមែនលើកសរសើរទេគឺជារឿងពិតខ្ញុំធ្វើអចលនទ្រព្យ20ឆ្នាំមកនេះជួបមនុស្សច្រើនណាស់ប៉ុន្តែក្មេងស្រកក្រោយដូចជាអ្នកមានជំនាញហើយថែមទាំងដាក់ខ្លួនទៀតនោះគឺកម្រជួបណាស់ខ្ញុំចង់ពិភាក្សាជំនួយមួយជាមួយអ្នកលីនហ្វេងល្អណាស់លីនហ្វេងឯងហ៊ានលួចទិញ excavator 3គ្រឿងខ្នងអញពុកខាងការិយាល័យលក់ទូរស័ព្ទមកទៀតហើយគេថាបើមិនបំពេញកិច្ចសន្យាទេគេនឹងប្តឹងទារសំណងបំពេញកិច្ចសន្យាប្តឹងឲ្យគេប្តឹងតាលីនហ្វេងឯងគិតថាឯងចេញទៅអញចប់ហើយមែនទេចង់មកគ្របសង្កត់អញគ្មានផ្លូវទេអញចំណាយ2ដង5ដង10ដងគង់តែជួលបានអ្នកពូកែមកជីកគ្រឹះដដែលពុកមានកំណត់អីហើយមែនទេអញឮថាមានម្នាក់ឈ្មោះណាស៊ូជាងជាជាង excavator ពូកែបំផុតនៅតំបន់នេះធ្វើដៃជីកគ្រឹះរបស់គេមិនអន់ជាងលីនហ្វេងទេណាវសុជាងគេទោះជាល្បីឈ្មោះប៉ុន្តែតម្លៃរបស់គេគឺ4ដងនៃលីនហ្វេងហើយព្រមបើកតែ excavator ថ្មីក្រោម3ឆ្នាំប៉ុណ្ណោះលក្ខខណ្ឌមិនសំខាន់ទេឲ្យតែអាចសម្រេចភារកិច្ចបានអ្វីទាំងអស់មិនសំខាន់ទេស្អែកទៅរកគេអញ្ជើញគេមកធ្វើការអញចង់មើលណាស់ថាបើគ្មានលីនហ្វេងតើអញរកលុយបានអត់ខ្ញុំចង់ពិភាក្សារឿងជំនួយមួយជាមួយអ្នកខ្ញុំធ្លាប់មើលឃើញរណ្ដៅគ្រឹះដែលអ្នកជីកការធ្វើចំណោទនឹងប្រព័ន្ធរំដោះទឹកគឺធ្វើបានត្រឹមត្រូវជាងប្លង់ទៅទៀតនៅក្នុងដៃខ្ញុំនៅមានគម្រោងមួយចំនួនទៀតត្រូវចាប់ផ្ដើមដោយខ្វះក្រុមការងារជីកដីដែលអាចទុកចិត្តបានខ្ញុំចង់សហការជាមួយអ្នករយៈពេលវែងខ្ញុំមិនខ្វល់ពីដំណើរការទេសូមតែលទ្ធផលចំពោះតម្លៃអ្នកជាអ្នកកាន់
បានប៉ុន្តែឥឡូវខ្ញុំកំពុងរវល់ចាំថ្ងៃក្រោយណាត់ពេលជជែកគ្នាឲ្យលម្អិតល្អខ្ញុំចូលចិត្តធ្វើការជាមួយមនុស្សមើងម៉ាត់ចាស់ដៃបែបនេះស្អែករសៀលខ្ញុំរងចាំអ្នកនៅក្រុមហ៊ុនបងហ្វេងលោកអគ្គនាយកវូជាអ្នកអភិវឌ្ឍធំបំផុតនៅក្នុងតំបន់វីឡានេះណាលោកគ្រូជាងឮឈ្មោះល្បីយូរហើយលោកថៅកែលីនមានការអីមែនទេខ្ញុំចង់អញ្ជើញលោកគ្រូជាងទៅជួយខ្ញុំនៅការដ្ឋានជីគ្រឹះវីឡាតម្លៃអាចពិភាក្សាគ្នាបានខ្ញុំឲ្យ4ដងភ្ញៀវមកមែនទេដឹងច្បាប់ឬទេខ្ញុំបើកតែ Excavator នាំចូលថ្មីក្នុងរង្វង់3ឆ្នាំប៉ុណ្ណោះគ្រឿងនាំចូលឬបានគ្មានបញ្ហាយកគ្រឿងនាំចូលចុះតើចាប់ផ្ដើមធ្វើការនៅពេលណាកាន់តែឆាប់កាន់តែល្អចាំលេងខ្វល់ហើយខ្ញុំត្រូវនិយាយឲ្យច្បាស់ជាមុនសិនការជីគ្រឹះរបស់ខ្ញុំគឺមានជំនាញច្បាស់លាស់ប៉ុន្តែបើអ្នកឲ្យខ្ញុំទៅធ្វើនៅតំបន់វីឡាដីភក់ល្បាប់ឬការងារប្រញាប់នឹងគ្រោះថ្នាក់ខ្លាំងដែលត្រូវធ្វើទាំងភ្លៀងធ្លាក់ខ្យល់បក់ខ្ញុំមិនប្រកាសថាអាចទទួលធ្វើបានទេមើលចុះលោកគ្រូជាងនិយាយទៅគ្រឹះដែលលោកគ្រូធ្លាប់ជីកគឺច្រើនជាងបាយដែលខ្ញុំធ្លាប់ហូបទៅទៀតការងារប៉ុណ្ណេះសម្រាប់លោកគ្រូគឺជារឿងងាយស្រួលដូចបេះដូងចឹងលោកថៅកែលីនខ្ញុំមិនមែននិយាយគួរសមជាមួយអ្នកទេអាល់អិតលីនហ្វេងនោះសមត្ថភាពជីកគ្រឹះរបស់វាគឺពិតជាពូកែអស្ចារ្យមែនទែនការងារប្រញាប់នឹងគ្រោះថ្នាក់ដែលវាអាចទទួលធ្វើបានមិនមែនមានន័យថាអ្នកដទៃក៏អាចទទួលធ្វើបាននោះទេលោកគ្រូជាងជួយយកមុខខ្ញុំបន្តិចទៅអញ្ជើញទៅមើលកន្លែងការដ្ឋានប្រជុំសិនទៅបើអាចធ្វើបានយើងធ្វើបើធ្វើមិនកើតលោកគ្រូអាចដើរចេញបានខ្ញុំដាច់ខាតមិនខាត់លោកគ្រូឡើយក៏បានប៉ុន្តែខ្ញុំសូមនិយាយពីអាក្រក់ជាមុនសិនទៅធ្វើនៅតំបន់ដីភក់ល្បាប់ចំណាយអស់ច្រើនអ្នកត្រូវបង់ប្រាក់កក់ជាមុនគ្មានបញ្ហាអញ្ជើញចូលអាលីនអ្នកមកហើយឬខ្ញុំមិនបាច់និយាយវៀងវៃជាមួយអ្នកទេនៅក្នុងតំបន់វីឡាដំណាក់កាលទី2របស់យើងនៅមានគ្រឹះវីឡាទល់12ខ្នងទៀតដែលត្រូវជីកអ្នកនាំក្រុមការងារនិងគ្រឿងចក្រចូលរួមធ្វើការដ្ឋានយើងទូទាត់តាមការត្រួតពិនិត្យប្រគល់ទទួលនីមួយៗធ្វើឲ្យមួយខ្នងត្រួតពិនិត្យមួយខ្នងបើកប្រាក់មួយខ្នងឲ្យតែត្រួតពិនិត្យជាប់ស្តង់ដារនិងបើកប្រាក់ទូទាត់ឲ្យគ្រប់នៅថ្ងៃនោះតែម្ដងតម្លៃទីផ្សារខ្ញុំដឹងច្បាស់ក្នុងចិត្តមិនកាត់បន្ថយប្រាក់ចំណេញរបស់អ្នកឡើយសរុប12ខ្នងទាំងមូលខ្ញុំឲ្យតម្លៃសរុប50,000លោកអគ្គនាយកវូគម្រោងមួយនេះខ្ញុំអាចធានាទាំងគុណភាពនិងបរិមាណបានយ៉ាងល្អប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយនិយាយមកមើលតើមានលក្ខខណ្ឌអ្វីការសម្រង់តម្លៃគម្រោងខ្ញុំត្រូវដំឡើង20%លើសពីតម្លៃស្តង់ដារក្នុងឧស្សាហកម្មនេះគួរឲ្យចាប់អារម្មណ៍ណាស់អាលីនចិត្តឯងអង្អាចមិនអន់ទេហ៊ានមកតថ្លៃជាមួយខ្ញុំផងលោកអគ្គនាយកវូខ្ញុំធ្វើការដ្ឋានគឺផ្អែកលើស្នាដៃនិងកេរ្តិ៍ឈ្មោះការជីគ្រឹះរបស់ខ្ញុំគឺភាពរាបស្មើភាពហាប់ណែននិងភាពសុក្រិតគឺលើសពីស្តង់ដារសំណង់ធម្មតាឆ្ងាយណាស់ចំណុចនេះលោកបានចុះពិនិត្យផ្ទាល់រួចហើយលោកដឹងច្បាស់ជាងគេក្នុងចិត្តខ្ញុំជឿជាក់លើសមត្ថភាពរបស់អ្នកយកតាមអ្វីដែលអ្នកនិយាយទៅបន្ថែមតម្លៃ20%ទូទាត់ប៉ុន្តែខ្ញុំមានសំណពោតែមួយគត់គុណភាពសំណង់ត្រូវតែធ្វើឲ្យដល់កម្រិតកំពូលក្នុងឧស្សាហកម្មនេះមិនឲ្យមានកំហុសបន្តិចណាឡើយសហការគ្នាយ៉ាងរីករាយសហការគ្នាយ៉ាងរីករាយបងហ្វុងនិយាយគ្នាយ៉ាងម៉េចហើយដេញថ្លៃគម្រោងបាននៅបានហើយគម្រោងគ្រឹះសំណង់អគារ27និង12ត្រូវបានយកបានទាំងអស់ហើយថ្លៃសាងសង់របស់យើងខ្ពស់ជាងតម្លៃទីផ្សារធម្មតា 20% ខ្ពស់ជាង 20% អញ្ចឹងគម្រោងនេះយើងចំណេញច្រើនម៉ឺនទៀតហើយចំណេញណាស់ត្រឹមត្រូវចាប់ពីខែក្រោយទៅប្រាក់ខែរបស់អ្នកនឹងកើនឡើងទ្វេដងល្អណាស់ធ្វើការជាមួយបងហ្វុងមានសង្ឃឹមនិងមានអនាគតខ្ញុំពិតជារឿងមិនខុសមែនខ្ញុំធ្វើការនៅការដ្ឋានសំណង់អស់រាប់សិបឆ្នាំមកហើយដីភក់ដីរឹងស្រទាប់ដីស្មុគស្មាញស្អីក៏ខ្ញុំធ្លាប់ជួបដែរដីមួយដុំនេះខ្ញុំស្គាល់ច្បាស់ណាស់ប្រកាសជាជីកបានយ៉ាងងាយស្រួលមេដីនៅទីនេះមានកំបោរខ្ពស់ពេកហើយចង្គមជីកចុះទៅរអិលរហូតមិនអាចជីកស្រទាប់ថ្មកំបោរបានទេដូរទៅខាងជើងសាក់មើលជីកពីខាងនោះវិញខាងជើងក៏មិនកើតដែរខាងក្រោមសុទ្ធតែជាសម្រាមសំណង់ថ្មិញចង្គមទើបតែបុកចុះក៏ជាប់បាត់ជីកមិនទៅសោះដូរជ្រុងមួយទៀតដូរជ្រុងខ្ញុំមិនជឿថាជីកមិនចុះនោះទេតាចាំងមានបទពិសោធន៍ក្រាស់ក្រែងនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងឧស្សាហកម្មនេះគាត់ប្រកាសជាអាចបំពេញភារកិច្ចសាងសង់បានយ៉ាងរលូននៅសល់តែ5ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការបើកលក់ឲ្យតែអាចធ្វើគ្រឹះបានក្នុងរយៈពេល5ថ្ងៃគឺមិនខាតទេយើងធ្វើការបាន8ថ្ងៃហើយ3ខ្នងនៅខាងលិចជីកបានហើយប៉ុន្តែ2ខ្នងវាងាកចូលក្នុងចម្រាក់ចម្រៀលលំអៀង3ដឺក្រេកម្ពស់ស្រទាប់ក៏មិនត្រូវដែរត្រូវធ្វើឡើងវិញនិងបន្តធ្វើទៀតគឺដីគ្រឹះនៅកន្លែងខ្មោចនេះដីលបាយភក់ស្អុយដោយកាកសណ្ដែកសៀងហើយខាងក្រោមមានកប់សម្រាមសំណង់ទៀតដូរអ្នកណាមកក៏ជីកមិនកើតដែរអាលីនហ្វុងកាលនោះធ្វើបានដោយសារវាសំណាងល្អមិនបានជួបចំដីរឹងបែបនេះមេដីនេះស្ទាបទៅសើមពេកហើយតើយើងគួរឈប់ជីកហើយពិនិត្យមើលស្រទាប់ទឹកក្រោមដីមុនទេមើលស្អីខ្ញុំធ្វើការ30ឆ្នាំហើយជីកតែបន្តិចគឺដឹងភ្លាមប៉ុន្មានថ្ងៃនេះសុទ្ធតែដីបែបហ្នឹងតើយ៉ាងច្រើនគ្រាន់តែសើមនៅលើផ្ទៃខាងក្រោមប្រកាសជារឹងហើយនៅមុនម៉ោង5ល្ងាចខ្ញុំប្រកាសជាជីកដល់ស្រទាប់ថ្មរឹងមេជ្រាបទឹកហើយក្នុងប្លង់គ្មានគូបញ្ជាក់ពីប្រភពទឹកក្រោមដីនេះទាល់តែសោះខាងក្រោមមានទឹកក្រោមដីក៏មើលមិនឃើញពួកអ្នកគូប្លង់អង្គុយផឹកតែក្នុងការិយាល័យការងារនេះធ្វើមិនកើតទេទៅប្រញាប់ទៅថ្ងៃទី7ជាថ្ងៃចុងក្រោយថៅកែឡាយរថយន្តជីករបស់តាចាំងត្រូវបានដកថយមកវិញហើយត្រឡប់មកវិញហើយការងារគ្រឹះទាំង5ខ្នងត្រូវបានបញ្ចប់រួចរាល់ហើយមិនទាន់ស្រេចបាច់ផងហើយឮថាគ្រឿងចាក់លិចក្នុងទឹកភក់
ម៉ាស៊ីនចូលទឹកឆេះខូចទាំងស្រុងហើយឯងថាលោកម្ចាស់មានទឹកហូរក្រោមដីនៅការដ្ឋានទឹកភក់កំពុងហូរចេញយ៉ាងខ្លាំងគ្រឿងចាក់ឥឡូវនៅក្នុងរន្ធម៉ាស៊ីនខូចទាំងស្រុងហើយលោកថកែគាត់កំពុងរងចាំលោកនៅរោងការដ្ឋានលោកចាស់លីននិយាយឲ្យច្បាស់មកតើមានរឿងអ្វីកើតឡើងតើមានរឿងអ្វីលោកថកែលោកហ៊ានសួរខ្ញុំផងខ្ញុំជួលអ្នកមកធ្វើការមិនដែលខ្វះប្រាក់ឈ្នួលមួយកាក់ទេលទ្ធផលអ្នកធ្វើគ្រឹះមិនបានស្ដង់ដារមួយផងតើអ្នកធ្វើការស្អីនឹងលិនឈៀងលោកនៅមានមុខមកបន្ទោសខ្ញុំទៀតលោកមិនដឹងពីគ្រោះថ្នាក់នៅទីនោះទេខាងក្រៅមានទឹកហូរដីទុនដូចបបរហើយពោពេញដោយសម្រាមសំណង់លិនហ្វេងសំណាងល្អទេទើបជៀសផុតពីគ្រោះថ្នាក់ធ្វើបានមួយផ្នែកលោកបង្ខំខ្ញុំឲ្យប្រញាប់ធ្វើទាំងប្រថុយប្រឋានបែបនេះគឺហួសហេតុពេកហើយប៉ុន្តែការមុនលិនហ្វេងច្បាស់ជាធ្វើបានលិនហ្វេងគឺលិនហ្វេងខ្ញុំគឺខ្ញុំការងារផ្ចិតផ្ចង់ប្រការយឺតរបស់គេខ្ញុំមិនជំនាញទេឲ្យខ្ញុំមកទ្រាំធ្វើដីភក់ស្អុយបែបនេះគ្មាននរណាធ្វើបានទេលើកនេះជប់ទឹកហូរក្រោមដីខ្ញុំអាចវាចេញមកដោយសុវត្ថិភាពគឺសំណាងណាស់ទៅហើយលោកថាកែលីនខ្ញុំនិយាយឲ្យច្បាស់ជាមុនគឺលោកជួលខ្ញុំមកហើយម៉ាស៊ីនក៏លោកអ្នកផ្ដល់ឲ្យខ្ញុំក្នុងកិច្ចសន្យាមានផ្តិតមេដៃលោករយៈពេលសំណងបើឧបករណ៍មានបញ្ហាភាគីរ៉ាប់រងម៉ាស៊ីនឆេះលោកមិនអាចទម្លាក់កំហុសលើខ្ញុំទេប្រាក់ឈ្នួលនៅខ្វះ 80000 លោកកុំភ្លេចទូទាត់ឲ្យខ្ញុំប្រាក់ពិន័យ 250,000 បូករួមទាំងប្រាក់ខ្វះ 80000 គឺអស់ 330,000 ទៀតហើយលោកអើយហើយមួយទៀតកូនសិស្សខ្ញុំស្ទើរតែលិចទឹកស្លាប់ក្នុងកាប៊ីនភ័យរន្ធត់ពេកឥឡូវកំពុងញ័រខ្លួននៅរោងថ្លៃខាតពេលនិងខូចខាតស្មារតីលោកត្រូវប្រគល់ឲ្យខ្ញុំ 70000 ទៀតសងលុយស្អីម៉ាស៊ីនជារបស់ខ្ញុំជួសជុលម៉ាស៊ីនខ្ញុំជួសជុលខ្លួនឯងហេតុអីត្រូវឲ្យ 70000 ទៀតដល់អ្នកកូនសិស្សខ្ញុំនៅការដ្ឋានលោកប្រើម៉ាស៊ីនលោកផ្ដល់ឲ្យធ្វើតាមកិច្ចសន្យាលោកទើបមានរឿងមនុស្សស្ទើរតែបាត់បង់ជីវិត 70000 ទិញជីវិតមួយគឺធូរថ្លៃឲ្យលោកហើយ 70000 80000 បូកបញ្ចូលគ្នាគឺ 150,000 ហើយកុំនិយាយច្រើនក្នុងរយៈពេល3ថ្ងៃត្រូវផ្ទេរលុយចូលគណនីខ្ញុំបើមិនចឹងទេក៏បន្ទុកខ្ញុំប្រែប្រួល 150,000 ការងារមិនទាន់ធ្វើឲ្យផងនៅហ៊ានទារលុយពីខ្ញុំទៀតបងហ្វេងខាងលោកប្រធានលោកមានដំណឹងមកហើយគ្រឹះអគារលេខ 13 របស់ពួកយើងបានឆ្លងកាត់ការត្រួតពិនិត្យទាំងអស់តាមកិច្ចសន្យាដំណាក់កាលដំបូងបានទូទាត់ 150,000 ទើបតែ3អគារតើប្រញាប់អីថ្មយកប្លង់អគារបន្ទាប់មកឲ្យខ្ញុំមើលបន្តិចកម្រិតទុននៃដីនៅទីតាំងជាក់ស្ដែងលើសពីការប៉ាន់ស្មានជម្រៅភក់ជ្រៅជាងទិន្នន័យស្ទង់អតិ30 សង់ទីម៉ែត្រអគារបន្ទាប់មិនអាចជីកជម្រៅតាមការកំណត់ដើមទេត្រូវជីកប្រឡាយរំដោះទឹកពីខាងមុនបង្ហូរទឹកសល់រួចទើបបន្តជីកទៅក្រោមគំនូប្លង់កត់សម្គាល់ជម្រៅរណ្ដៅគ្រឹះ 6.5 ម៉ែត្រប៉ុន្តែការវាស់វែងជាក់ស្ដែងខុសគ្នាបន្តិចតើយើងគួរតែប្រកាន់ខ្ជាប់នៅតម្លៃប្លង់ឬកែសម្រួលបន្តិចបន្តួចតាមប្លង់នៅការដ្ឋានខ្ញុំបានពិនិត្យមើលកំណត់ត្រាសំណងកន្លងមកក្នុងអំឡុងពេលនេះទឹកក្រោមដីកើនឡើងហើយស្រទាប់ភក់នឹងរំកិលចុះក្រោមដោយធម្មជាតិការសាងសង់ប្រព័ន្ធបង្ហូរទឹកតាមផែនការបម្រុងនឹងមិនមានគម្លាតទេចាប់ផ្ដើមការសាងសង់ជំរឿនទាំងអស់បានតាមស្តង់ដារជំរាបជូនអ្នកត្រួតពិនិត្យឲ្យមកត្រួតពិនិត្យនិងទទួលយកយល់ហើយខ្ញុំនឹងហៅគេមកត្រួតពិនិត្យភ្លាមមុំជំរាលកម្ពស់បាតនិងការរៀបចំប្រព័ន្ធបង្ហូរទឹកគឺត្រូវតាមស្តង់ដារទាំងអស់ការសាងសង់តាមអគារត្រូវបានទទួលស្គាល់និងប្រគល់ការគ្រប់គ្រងការសាងសង់ហប់ល្អណាស់អគារ3ជាប់គ្នាត្រូវបានបង្កើតឡើងក្នុងពេលតែមួយដោយមិនចាំបាច់ធ្វើឡើងវិញឡើយដល់ពេលកំណត់ហើយតើស្ថានភាពបច្ចុប្បន្ននៃការសាងសង់គ្រឹះយ៉ាងម៉េចដែរលោកស៊ុនខាងជាងចាស់ដែលទទួលខុសត្រូវលើការសាងសង់មានកំហុសបន្តិចបន្តួចកំហុសស្អីជីកវិឡារបស់ខ្ញុំឲ្យទៅជាអាហារដ្ឋានអញ្ចឹងឬគេលេចលឺពេញការិយាល័យអភិវឌ្ឍអស់ហើយឯងពិតជាពេលសាងសង់រហូតឯងចង់ឲ្យខ្ញុំរងចាំអាហារដ្ឋានមួយទៀតឬលោកស៊ុនឲ្យពេលវេលាខ្ញុំប៉ុន្មានថ្ងៃទៀតមកខ្ញុំកំពុងស្វែងរកមនុស្សឯងធ្វើការរបៀបនឹងឬសូម្បីតែរណ្ដៅគ្រឹះមួយក៏ធ្វើមិនបាន3ថ្ងៃទៀតខ្ញុំចង់ឃើញគ្រឹះអគារទាំង5របស់ខ្ញុំជីកដល់ជម្រៅកំណត់បើមិនដូច្នេះទេត្រូវសងជំងឺចិត្ត 1.5 លានខ្វះមួយកាក់ក៏ជួបគ្នានៅតុលាការដែរប្រាក់ពិន័យ 1.5 លានរឿងនេះពិតជាមានបញ្ហាធំហើយលិនឈៀងតើអ្នកដឹងច្បាស់ទេថានៅក្នុងផ្ទះយើងជាពាក់បំណុលគេប្រមាណឥឡូវនេះប្រាក់ពិន័យ 1.5 លានរបស់លោកស៊ុនពាក់លោកជាង150,000និងចម្ពាក់ស៊ីនហွာជា 250,000ថែមទាំងថ្លៃប្រេងនិងឈ្នួលទីតាំងជិត 2 លានហើយលិនឈៀងអ្នកមិនមែននិយាយថានៅជាមួយអ្នកអាចរស់នៅក្នុងវិឡាទេឬចុះឥឡូវយ៉ាងម៉េចចម្ពាក់បំណុលវ៉ាន់ក៏សំបីតែផ្ទះក៏រក្សាមិនបានផងប្រពន្ធសម្លាញ់អូនរងចាំបន្តិចទៀតទៅបងកំពុងគិតរកវិធីគិតរកស្អីបើអ្នកមានវិធីអ្នកគិតឃើញយូរហើយចាំបាច់ចាំដល់ឥឡូវលិនហ្វុងអ្នកមិនបានខត់ទុកហើយលោកជាងក៏ធ្វើឲ្យខូចខាតទៀត
តើអ្នកយកអ្វីមកចាត់ចែងប្រហោងបំណុលនេះសរុបមកប្រសិនបើខាន់ស្អែកអ្នកនៅតែរកប្រាក់មិនបានទេខ្ញុំនឹងលក់ excavator ចាស់ៗទាំងពីររបស់អ្នកជាអេតចាយដើម្បីសងបំណុល ឡើង excavator លោកជាអេតចាយសៀវលីនគុណភាពនៃការសាងសង់រណ្ដៅគ្រឹះប៉ុន្មានជុំនេះរបស់អ្នកគឺខ្ពស់ជាងស្តង់ដារនៃដំណាក់កាលមុនទៅទៀតហើយស្ថិរភាពគឺមើលឃើញច្បាស់នឹងភ្នែកលោកអគ្គនាយកឧស្សាហ៍ពេកហើយគ្រាន់តែធ្វើទៅតាមស្ថានភាពជាក់ស្ដែងនិងជៀសវាងបញ្ហាដីនិងកម្រិតទឹកជាមុនប៉ុណ្ណោះកិច្ចសហប្រតិបត្តិការរបស់យើងក៏មានខ្ញុំធ្វើការក្នុងវិស័យនេះមួយរយៈហើយអ្នកមានជំនាញល្អគ្រឿងបន្លាស់ទុកចិត្តបាននិងមិនបាច់បារម្ភប៉ុន្តែអ្នកធ្វើការម្នាក់ឯងផលិតភាពមានកម្រិតខ្ញុំមានបំណងបណ្ដាក់ទុនចូលរួមហ៊ុនជួយអ្នកពង្រីកក្រុមនិងបន្ថែមបរិក្ខារធ្វើកិច្ចសហប្រតិបត្តិការរយៈពេលវែងអ្នកចេញជំនាញខ្ញុំចេញលុយពួកយើងចាប់ដៃគូគ្នាចាប់ដៃគូធ្វើគ្រាន់តែមកចាប់ដៃគូធ្វើបែបនេះខ្ញុំដឹងថាអ្នកកំពុងបារម្ភពីរឿងអ្វីប៉ុន្តែខ្ញុំមិនដូចគាត់ទេខ្ញុំយល់ច្បាស់ថាអ្នកបារម្ភពីរឿងចំនួនដៃគូនិងទំនួលខុសត្រូវមិនច្បាស់លាស់ប៉ុន្តែវិធានការខាងខ្ញុំគឺដំណាភាពខុសស្រឡះពីមនុស្សដែលអ្នកធ្លាប់ជួបពីមុនការបែងចែកប្រាក់ចំណេញអ្នកបានភាគច្រើន 70% ជាកម្រៃរបស់អ្នកខ្ញុំយកតែ 30% ប៉ុណ្ណោះរាល់ព័ត៌មានរបស់កិច្ចសហប្រតិបត្តិការនិងការបែងចែកសិទ្ធិអំណាចត្រូវសរសេរជាលាយលក្ខណ៍អក្សរយ៉ាងច្បាស់លាស់លោកអគ្គនាយកវូនិយាយមែនទែនឬអ្នកអាចមិនជឿខ្ញុំប៉ុន្តែមិនអាចមិនជឿកិច្ចសន្យាដែលមានបោះត្រាទេបើគ្មានត្រាបោះទេប្រាក់របស់ខ្ញុំនឹងត្រូវគេលេបបាត់រំពឹងថានឹងបានសហការគ្នានៅថ្ងៃខាងមុខដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នាបាទឈ្នះទាំងសងខាងថៅកែលិនប្រេងម៉ាស៊ូត1ឡាននោះ 30,000 យួនថ្ងៃនេះត្រូវតែទូទាត់ថៅកែលិនចុះប្រាក់ខែខ្ញុំវិញអ្នកទាំងអស់គ្នាសូមពន្យាពេលបន្តិចទៀតទៅឥឡូវនេះខ្ញុំបវល់ប្រាក់មិនទាន់ទេសូមយោគយល់រឿងអ្នកជំពាក់លោកអគ្គនាយកវូ 1.5 លានមនុស្សពេញការដ្ឋានទាំងអស់ហើយអ្នកនៅមានលុយសងពួកយើងទៀតឬអ្នកទាំងអស់គ្នាសូម2ថ្ងៃទៀតខ្ញុំកំពុងតែរៀបចំស្អីបងប្អូនទាំងឡាយអ្វីដែលលើកបានយកទៅឲ្យអស់ថាកែលិនស្ថានភាពរបស់អ្នកឥឡូវនេះអ្នកខ្លួនឯងដឹងច្បាស់ហើយកុំមកលេងល្បិចឲ្យសោះបើមិនដូច្នោះទេមនុស្សដែលខាតបង់គឺខ្លួនអ្នកផ្ទាល់លោកអគ្គនាយកវូមិត្តចាស់ដំណាក់កាលចាប់ផ្ដើមដំបូងដែលលំបាកបំផុតអរគុណដែលមានអ្នកជួយទ្រទ្រង់ហត់នឿយហើយចាប់ពីថ្ងៃនេះតទៅគ្រឿងចក្រគ្រោងសំខាន់ថ្មីរបស់យើងត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការបងហ្វេងនេះជាម៉ាស៊ីនថ្មីរបស់យើងឬទម្ងន់8តោនទៅថ្ងៃមុខការងារធំគឺសង្ឃឹមលើវាហើយម៉ាស៊ីននេះស្អាតនិងទំនើបជាងអ្វីដែលខ្ញុំធ្លាប់ឃើញក្នុងជីវិតនេះទៅថ្ងៃមុខខ្ញុំអាចធ្វើការជាមួយអ្នកបានទេបានតាបើកុំតែបានអ្នកណែនាំការងារដំបូងឲ្យខ្ញុំម្លេះសមណាមានថ្ងៃនេះតោះមកជុំគ្នាអ្វីដែលខ្ញុំខ្វះគឺជើងចាស់ដែលមានបទពិសោធន៍ជួយឡើងស្អាតជាងតបាយនៅផ្ទះខ្ញុំទៀតអានឹងបានហៅថាម៉ាស៊ីនអេតចាយចាស់កាលពីមុនបើប្រៀបធៀបនឹងអានេះគឺគ្រាន់តែជាប្រដាប់ក្មេងលេងប៉ុណ្ណោះចាប់ពីគ្រឿងចាក់មួយតម្លៃ8,000 យួនរហូតដល់ excavator ថ្មីសាឡាទម្ងន់8តោនចាប់ពីត្រូវគេដេញចេញពីការដ្ឋានរហូតដល់ថ្ងៃនេះដែលអាចដឹកនាំក្រុមដោយខ្លួនឯងគឺសុទ្ធតែជាដៃទាំងពីរនេះដែលជីកកាយឡើងបន្តិចម្ដងបងហ្វេងបងពិតជាបង្កើតឈ្មោះបានជោគជ័យមែនត្រូវហើយឆ្លងកាត់ការលំបាកច្រើនណាស់មិនងាយស្រួលតតែសោះវាមិនទាន់ដល់ពេលទេនេះទើបតែចាប់ផ្ដើមប៉ុណ្ណោះទៅថ្ងៃមុខពួកយើងត្រូវរកលុយឲ្យបានកាន់តែច្រើនដើម្បីឲ្យក្រុមគ្រួសាររស់នៅប្រកបដោយភាពកក់ក្ដៅធ្វើការតាមបងហ្វុងបងហ្វុងនេះជា excavator របស់បងមែនទេមែនហើយសៀវនេះជា excavator ថ្មីរបស់យើងទម្ងន់8តោនអូនដឹងថាបងច្បាស់ជាអាចធ្វើបានវាមិនទាន់ចប់ទេនេះទើបតែចាប់ផ្ដើមប៉ុណ្ណោះបងហ្វុងទីបំផុតបងបានសម្រេចក្តីស្រមៃរបស់ខ្លួនឯងហើយបងហ្វុងជាបច្ចុប្បន្ននេះអូននឹងតាមបងរហូតសៀវទៅថ្ងៃមុខពួកយើងនឹងមានម៉ាស៊ីនធំជាងនេះនិងជីវភាពល្អជាងនេះបងហ្វុងបងពិតជាអស្ចារ្យណាស់ឃើញម៉ាស៊ីនថ្មីរបស់លីនហ្វុងទម្ងន់8តោនខ្ញុំធ្វើការ40ឆ្នាំហើយណាដែលឃើញម៉ាស៊ីនណាដែលល្អមើលបែបនេះទេឮថាបងជាអូនមួយរបស់គាត់ដើម្បីសងបំណុលបានលក់ excavator ជាអេតចាយហើយផ្ទះក៏បានដាក់លក់តាមភ្នាក់ងារដែរជាកម្មពៀមែនលោកលីនផ្ទះមួយល្វែងនេះមានគេឲ្យតម្លៃ7សែនតាព្រមចុះហត្ថលេខាទេ7សែនកាលខ្ញុំទិញគឺ1លានណាម្ចាស់បំណុលមកទីបំណុលរាល់ថ្ងៃលក់យកសេចក្តីសុខសិនទៅចុះហត្ថលេខាទៅនេះឬជាជីវិតដ៏ល្អដែលបងផ្ដល់ឲ្យអូនឥឡូវគ្មានសល់អ្វីទាំងអស់ excavator ធំក៏គ្មានផ្ទះក៏គ្មានហើយថែមទាំងជំពាក់បំណុលគេជាង1លានទៀតតាត្រូវរស់នៅយ៉ាងម៉េចតាមពិតទៅអូនកុំបារម្ភអីបងកំពុងរកវិធីដោះស្រាយហើយរកវិធីតាបងអាចរកវិធីអ្វីទៀតរកវិធីឥឡូវបងគ្មានសល់អ្វីសោះតាអាចរកវិធីអ្វីបានទៅពួកយើងជាអ្នកដឹកជញ្ជូន
តើលុយថ្លៃគម្រោងដែលបងជំពាក់នឹងទូទាត់ពេលណាសូមពន្យាពេលឲ្យខ្ញុំ2-3ថ្ងៃទៀតទៅខ្ញុំសូមអង្វរគ្មានពេលពន្យាទៀតទេមុនពេលថ្ងៃលិចថ្ងៃស្អែកលុយត្រូវតែចូលគណនីសូមប្រយ័ត្នខ្លួនផងតើខ្ញុំត្រូវទៅរកលុយច្រើនបែបនេះពីណាមក លីនហ្វុងពិតជាពូកែណាស់រាល់ពេលចូលការដ្ឋានមិនថាកម្រិតដីអាក្រក់យ៉ាងណាក៏អាចជីកបានតាមស្តង់ដារដែរយុវជនម្នាក់នេះមានជំនាញច្បាស់លាស់ណាស់ បងហ្វុង ម្ចាស់បំណុលមកទីរាល់ថ្ងៃពន្យាពេលដល់ពេលនេះគឺមិនអាចកិច្ចរួចតតែសោះតើបងមានកម្រងធ្វើដូចម្ដេច បងកំពុងតែស្វែងរកវិធីដោះស្រាយ រកវិធីឥឡូវបងគ្មានសល់អ្វីសោះគ្រឿងចក្រឧបករណ៍ផ្ទះសម្បែងរលាយអស់ហើយជាពាក់បំណុលគេវាន់កតើឯងមានវិធីអីខ្ញុំទ្រាំលែងបានទៀតហើយជីវិតបែបនេះរស់នៅមិនកើតទេជីវិតដែលគ្មានសង្ឃឹមសូម្បីតែបន្តិចបែបនេះខ្ញុំទ្រាំលែងបានពិតមែនហើយ អាវីវកុំទើបតែដើរចេញទៅអីចាំខ្ញុំសិន ជីវិតបែបនេះខ្ញុំរស់នៅមិនកើតទេខ្ញុំមិនចង់រលាយខ្លួននៅក្នុងរណ្ដៅដែលគ្មានបាតនេះទៀតឡើយ ទាំងអស់នេះគឺមកពីឯងជាអ្នកបង្កបងហ្វឹងឮថាពួកយើងបំរុងនឹងទិញឡានដឹកដីមែនទេមែនហើយមានតែត្រាក់ទ័រកាយដីគឺមិនគ្រប់គ្រាន់ទេពួកយើងត្រូវតែមានក្រុមឡានដឹកដីផ្ទាល់ខ្លួនដើម្បីដឹកដីដោយឡែកធ្វើបែបនេះការចំណាយនឹងកាន់តែទាបហើយប្រសិទ្ធភាពក៏កាន់តែខ្ពស់ដែរ បងពងចុះខាងបងជាដូនមួយរបស់បងវិញ សៀវតើអូនចង់និយាយអ្វីមែនទេ យ៉ាងណាមិញបងជាមនុស្សដែលឲ្យតម្លៃលើមនោសញ្ចេតនាណាដូច្នេះប្រសិនបើបងចង់ជួយគាត់ខ្ញុំក៏មិនបន្ទោសបងដែរ អរគុណអូនណាសៀវរឿងនេះទុកឲ្យបងគិតមើលសិនចុះ បងហ្វឹងអរគុណបងណា អរគុណបងរឿងអីទៅ អរគុណបងដែលបានធ្វើឲ្យខ្ញុំមានជីវិតដ៏ល្អប្រសើរបែបនេះ សៀវនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះទៅថ្ងៃមុខបងនឹងធ្វើឲ្យអូនមានជីវិតកាន់តែល្អប្រសើរជាងនេះទៅទៀតអូនេះមិនមែនជាលិនឈៀវទេអីកាលពីមុនឃើញរត់ពីហឺហានណាចុះឥឡូវមិនក៏មកលីស៊ីម៉ងនៅទីនេះទៅវិញពិតមែនហើយកាលនោះគេធ្វើបាបលិនហ្វឹងយ៉ាងម៉េចខ្លះឥឡូវនេះកម្មពៀតាមទាន់ហើយតើបងហ្វឹងប្រាក់ចំណូលសរុបក្នុងត្រីមាសនេះរបស់ពួកយើងបានកើនឡើងរហូតដល់លើសពី 2.8 លានហើយយោងតាមច្បាប់ដែលបងបានកំណត់គឺប្រាក់ចំណេញពាក់កណ្ដាលត្រូវបានបែងចែកទៅឲ្យបងប្អូនក្នុងក្រុមទាំងអស់គ្នាគ្រប់គ្នាស្ងើសរសើរបងមិនដាច់ពីមាត់ឡើយហើយបដិញ្ញាចិត្តដើរតាមបងអស់ពីចិត្តពីខ្លាំងទាំងអស់នេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នាទេពួកយើងរកលុយជាមួយគ្នាដើម្បីឲ្យជីវិតកាន់តែប្រសើរឡើងកំពុងធ្វើអីនឹងសៀវហ្វឹងបងជីដូនមួយតើបងចង់និយាយអ្វីមែនទេសៀវហ្វឹងបងដឹងខ្លួនខុសហើយក្នុងមួយឆ្នាំនេះបងតែងតែស្ដាយក្រោយរាល់ថ្ងៃស្ដាយក្រោយដែលការនោះធ្វើបាបឯងស្ដាយក្រោយដែលទទួលការងាររបស់ថៅកែសុននោះចុះយ៉ាងណាបន្តទៀតបងមិនហ៊ានសុំឲ្យឯងអត់ទោសអោងបងទេគ្រាន់តែចង់និយាយពាក្យថាសុំទោសទៅកាន់ឯងតែប៉ុណ្ណោះបងប្រុសអ្វីដែលបងជពាក់ខ្ញុំមិនមែនគ្រាន់តែពាក្យសុំទោសមួយម៉ាត់គឺអាចលុបលាងអស់នោះទេចុះឯងចង់ឲ្យបងធ្វើបែបណាទៅទោះជាយ៉ាងណាក៏ដោយបងក៏ជានិមិត្តរូបកូនប្រុសបង្កើតរបស់លោកអ៊ំទី2របស់ខ្ញុំដែរបន្ទាប់ពីឪពុកម្ដាយខ្ញុំលាចាកលោកទៅលោកអ៊ំទី2ក៏បានចិញ្ចឹមបីបាច់ខ្ញុំអស់ជាច្រើនឆ្នាំដែរទៅថ្ងៃមុខបើសិនជាបងមានការលំបាកអីបងអាចមករកខ្ញុំបានសៀវហ្វឹងពូខ្ញុំបង្កបញ្ហាធំហើយ ឯងកើតអីនឹង ខ្ញុំលើគេថាការលក់បន្តអាចចំណេញបានច្រើនខ្ញុំក៏ខ្ចីលុយ5សែនតាមទូរស័ព្ទដើម្បីទិញទំនិញចូលប៉ុន្តែទំនិញក៏មិនឃើញមនុស្សក៏រត់បាត់ឥឡូវពួកចងការប្រាក់កំពុងមករកដល់ផ្ទះហើយ ស្អីគេជានិស្សិតរៀនមិនទាន់ចប់មហាវិទ្យាល័យផងមានសេចក្តីក្លាហានពីណាទៅខ្ចីលុយប្រភេទនេះ ខ្ញុំឃើញពូត្រូវគេដេញទាបបំណុលរាល់ថ្ងៃចង់ជួយសម្រាលការលំបាកខ្លះមិត្តរួមថ្នាក់ខ្ញុំនិយាយថាគេមានមិត្តភក្តិម្នាក់ដើរខ្សែខាងក្រៅគេប្រាប់ថាមានម៉ួយស្រាប់គ្រាន់តែចេញលុយមុន3ថ្ងៃនឹងបានដើរមកវិញខ្ញុំក៏ជឿទៅ 5សែនណាផ្ទះយើងសូម្បីតែលុយជួលក៏គ្មានបងផងតើបានលុយ5សែនពីណាមកសងគេទៅ ពុកជួយខ្ញុំផងតើខ្ញុំត្រូវធ្វើម៉េចទៅពួកចងការប្រាក់និយាយថាបើល្ងាចនេះខ្ញុំមិនសងទេពួកគេនឹងយកខ្ញុំទៅលក់នៅក្លឹបកំសាន្តហើយ បងពីរមានរឿងធំហើយមានរឿងអីក្មួយស្រីបងលិនសៀវហ្វាំងខ្ចីលុយចងការប្រាក់ឥឡូវបងជីដូនមួយរបស់បងកំពុងដើរខ្ចីលុយគ្រប់ទិសទីឮថាបើថ្ងៃនេះមិនសងទេគេនឹងលក់ក្មួយស្រីបងហើយសៀវហ្វាំងនាងខ្ចីលុយច្រើនម្លេះធ្វើអីឮថាដោយសារបងជីដូនមួយបងជំពាក់បំណុលគេនាងចង់រកស៊ីដើម្បីជួយសងជំនួសមិននឹកស្មានថាត្រូវគេបោកទៅវិញទោះបីជាសៀវហ្វាំងត្រូវបានបងជីដូនមួយខ្ញុំបង្រៀនមិនល្អប៉ុន្តែធៀបពិតនាងជាក្មេងកតញ្ញូណាស់ពួកគេនៅឯណានៅឃ្លាំងចាស់ខាងលិចក្រុងក្បែរពលានយន្តហោះទី3ដែលបោះបង់ចោលនោះតោះ
ទៅមើលសូមអង្វរចុះពន្យាពេល2 3ថ្ងៃទៀតទៅ context ខ្ញុំប្រកាសជាស្វែងរកវិធីសមមិនខានកុំលុកកូនស្រីខ្ញុំអីពន្យាពេលធ្វើការលៀនឯងជាពាក់យូរណាស់ហើយលើកមុនថាក្នុងរយៈពេល3ថ្ងៃឥឡូវហួស3ថ្ងៃហើយសូម្បីតែកាក់មួយក៏គ្មានមុនម៉ោង12យប់នេះបើលុយ5សែនបញ្ចូលគណនីទេខ្ញុំនឹងបងប្អូននឹងសាកល្បងមើលទំនិញសិនហើយកុំអីខ្ញុំនឹងរកវិធីផ្សេងខ្ញុំនឹងរកវិធីសងកុំធ្វើបាបកូនស្រីខ្ញុំអី5សែនមែនទេខ្ញុំសងជំនួសនាង ពូពី ឯងចេញពីប្រហោងណាដេកមកសំដីធំលេះខ្ញុំជាពូជីដូនមួយរបស់នាងលុយខ្ញុំនឹងបងឲ្យឥឡូវនេះប៉ុន្តែមានច្បាប់មួយឯងត្រូវតែស្ដាប់ច្បាប់អីគេទៅថ្ងៃមុខមិនអនុញ្ញាតឲ្យមករករឿងឪពុកកូនពួកគេទៀតទេបើមិនដូច្នោះទេខ្ញុំធានាថាឯងនឹងមិនអាចរកស៊ីក្នុងរបបនេះបានទៀតឡើយបានបើឯងមិនអាចផ្ទេរលុយឥឡូវនេះទេខ្ញុំនឹងវិយបំបាក់ជើងឯងមុនគេ បានទទួលប្រាក់តាមវីឆាតចំនួន5សែនយន្ត បងជីដូនមួយកុំយល់ច្រឡំខ្ញុំជួយបងមិនមែនព្រោះតែបងទេគឺព្រោះតែមុខមាត់ពូទី2របស់ខ្ញុំលុយ5សែននេះចាត់ទុកជាខ្ចីបងត្រូវតែសងមកវិញខ្ញុំឲ្យពេលបងតែ10ឆ្នាំប៉ុណ្ណោះឯងដែរលៀនសៀវហ្វាំងកុំយំអីតើការយំអាចដោះស្រាយបញ្ហាបានទេឯងអាយុ20ឆ្នាំហើយចង់រកលុយគ្មានបញ្ហាទេចង់កតញ្ញូក៏គ្មានបញ្ហាដែរប៉ុន្តែឯងត្រូវមានខួរក្បាលគិតខ្លះមើលផងថាមនុស្សដែលរកស៊ីជាមួយឯងជាមនុស្សប្រភេទណា ដឹងហើយពូពី តោះទៅត្រឡប់ទៅរស់នៅឲ្យបានល្អទៅកុំឲ្យពុកឯងបារម្ភទៀតអី ពូពី បងប្រុសហ្វឹងអ្វីដែលគាត់ជំពាក់បងមួយជាតិនេះគឺសងមិនអស់នោះទេជាវលីនឮថាឯងជួយបងជីដូនមួយឯងសងលុយ50,000មែនទេបាទឯងនេះចិត្តទុនណាស់ប៉ុន្តែនេះជារឿងល្អលោកប្រធានហ៊ូហេតុអ្វីបានជាលោកមានពេលមកការដ្ឋានថ្ងៃនេះខ្ញុំមានអាជីវកម្មថ្មីមួយចង់ពិភាក្សាជាមួយឯងអាជីវកម្មធំឯងស្គាល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងផ្សេងៗទេគម្រោងវិឡានិងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីនោះមានបរិមាណការងារដីធំណាស់ប្រាក់ចំណូលប្រចាំថ្ងៃរាប់លានប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនភាគខាងត្បូងជាអ្នកទទួលបានការងារនេះឧបករណ៍របស់ពួកគេថ្មីហើយតម្លៃទាបចំណែកក្រុមជាងខាងជើងយើងមានជំនាញល្អតែគ្មានឱកាសឈរជើងខ្ញុំចង់សហការជាមួយឯងបង្កើតសាខាក្រុមហ៊ុនការងារដីនៅសិនចិនដោយឯងចេញឧបករណ៍និងមនុស្សរីឯខ្ញុំចេញទំនាក់ទំនងនិងធនធានគម្រោងចំណេញចែកគ្នាពាក់កណ្ដាលប្រាក់ចំណេញនឹងលើសពីមុនឆ្ងាយណាស់ប៉ុន្តែត្រូវការពង្រីកម៉ាស៊ីននិងមនុស្សបន្ថែមចែកពាក់កណ្ដាលខ្ញុំគ្មានយោបល់ទេប៉ុន្តែមានលក្ខខណ្ឌមួយនិយាយមកម៉ាស៊ីនត្រូវតែបន្ថែមមួយគ្រឿងមិនគ្រប់គ្រាន់ទេយ៉ាងហោចណាស់ក៏5គ្រឿងទាំងមនុស្សក្រុមឡាននិងការធានាផ្នែកភស្តុភារលោកត្រូវរៀបចំឲ្យខ្ញុំគ្មានបញ្ហាខ្ញុំទើបតែបើកប្រាក់មុន1លានឲ្យឯងរៀបចំកម្លាំងទៅកិច្ចសន្យាខ្ញុំនឹងឲ្យជំនួយការយកមកឲ្យល្អសហការរីករាយ បងហ្វាំងខ្ញុំលើថាបងជួយបងជីដូនមកសងលុយមែនទេ បាទ50,000 លុយនេះមិនមែនតិចទេបើជាអ្នកផ្សេងច្បាស់ជាមិនជួយទេ លុយនេះខ្ញុំចំណាយដោយស្ម័គ្រចិត្តហើយវាពិតជាមានតម្លៃណាស់ ហេតុអ្វីបានជានិយាយបែបនេះ កាលពីមុនក្នុងចិត្តខ្ញុំតែងតែមានការអាក់អន់ចិត្តនិងខឹងនឹងការកណនារបស់បងជីដូនមួយប៉ុន្តែឥឡូវនេះការងារខ្ញុំមានលំនឹងមានឡានមានឧបករណ៍និងមានអូននៅក្បែរជីវិតមានក្តីសុខខ្លាំងណាស់ការជួយគាត់លើកនេះក៏ដើម្បីដោះស្រាយការជំពាក់ចិត្តខ្លួនឯងដែរបើការនោះខ្ញុំមិនខឹងដើរចេញទេគម្រោងរបស់លោកប្រធានសាន់ក៏មិនខូចខាតដល់ថ្នាក់នឹងដែរតែក្រោយរឿងនេះទៅជីវិតពួកគេល្អឬអាក្រក់មិនពាក់ព័ន្ធនឹងខ្ញុំទៀតទេខ្ញុំអាចបោះបង់ចោលរឿងចាស់ហើយដើរទៅមុខបន្ត សង្ឃឹមថាក្រុមគ្រួសារគាត់អាចកែប្រែខ្លួនជាថ្មីដើម្បីឲ្យសមនឹងទឹកចិត្តបង បងហ្វេងឥឡូវនេះយើងមាន excavator 5គ្រឿងហើយចាប់ពីថ្ងៃនេះតទៅយើងមិនមែនជាក្រុមការងារតូចតាចទៀតទេយើងបានចុះបញ្ជីជាក្រុមហ៊ុនវិស្វកម្មជាផ្លូវការហើយបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃដំបូងដែលក្រុមហ៊ុនការងារដីហ្វឹងជារបស់យើងចូលការដ្ឋានលោកយោឯងយកម៉ាស៊ីនលេខ2ទៅទិសខាងជើងតំបន់វីឡា B ដីទុនត្រូវជីកប្រឡាយបង្ហូរទឹកមុនយល់ទេយល់ហើយអាតុងឯងយកម៉ាស៊ីនលេខ3ទៅទិសខាងកើតគ្រឹះអគារខ្ពស់ជម្រៅ 6.5 ម៉ែត្រប្រុងប្រយ័ត្នផងបាទបងហ្វេងខ្ញុំនឹងយកម៉ាស៊ីនលេខ1ទៅទិសខាងត្បូងតំបន់ C ម៉ោង 6 ល្ងាចជួបគ្នានៅការិយាល័យគម្រោងដើម្បីពិភាក្សាការងារថ្ងៃនេះតោះទៅតោះលីហ្វុងមើលពិធីបើកដំណើរការនេះមើលក្រុមការងារជីកដីភាគខាងជើងរបស់ពួកយើងបានមកដល់ទីរួមខេត្តហើយវាបានធ្វើឲ្យទីផ្សារគ្រឿងចក្រសំណង់ទាំងមូលផ្ទុះឡើងតែម្ដង មិននឹកស្មានថាក្រុមការងារគ្រឿងចាក់ជីកដីក្នុងតំបន់របស់ពួកយើងអាចទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងទីរួមខេត្តដែរថាកែម្នាក់នេះពិតជាមានសមត្ថភាពខ្លាំងណាស់ អាយុនៅក្មេងសោះតែអាចបង្កើតក្រុមហ៊ុនវិស្វកម្មអាជីពមួយបានពិតជាយុវជនម្នាក់ដែលមានអនាគតភ្លឺស្វាងមែនចាប់តាំងពីដើមដំបូងមកដែលទទួលបានការងារតម្លៃ 140,000 យន់ធ្វើការតែម្នាក់ឯងនៅការដ្ឋានរហូតដល់ពេលនេះបានមកបោះទីតាំងក្នុងទីរួមខេត្តនិងបើកអាជីវកម្មផ្ទាល់ខ្លួនភាពលំបាកលំបិនក្នុងដំណើរមួយនេះមានតែខ្លួនឯងទេដែលដឹងច្បាស់សូមទោសតើលោកគឺលោកប្រធានលីនមែនទេខ្ញុំធ្លាប់ឮឈ្មោះលោកយូរមកហើយខ្ញុំធ្វើការនៅក្រុមហ៊ុនសំណង់ធំមួយក្នុងទីរួមខេត្តលើកនេះមកគឺសង្ឃឹមថា
អាចពិភាក្សាជាមួយក្រុមរបស់លោកសម្រាប់កិច្ចសហការគម្រោងរយៈពេលវែងដោយប្រគល់ការងារជីកដីនិងសម្រួលទីធ្លាដីទាំងនេះឲ្យខាងលោកជាអ្នកទទួលខុសត្រូវសង្គមយ៉ាងខ្លាំងសង្ឃឹមថាពួកយើងនឹងអាចសហការគ្នារុញច្រានគម្រោងនេះទៅមុខនាពេលអនាគតសៀវឆាំងអូនពិតជាចង់ទៅមែនទេ តើនៅជាមួយបងដើម្បីផឹកខ្យល់ត្រជាក់មែនទេកាលពីមុនខ្ញុំការជាមួយបងគឺដោយសារបងមានលុយចុះឥឡូវនេះគ្រឿងចាក់ត្រូវទឹកចូលលក់បានតែតម្លៃឥតចាយផ្ទះក៏លក់ដើម្បីសងបំណុលសូម្បីតែថ្លៃផ្ទះជួលដល់កំសត់នេះក៏គ្មានលុយបង់ទៀងទាត់ផង សៀវឆាំង ខ្ញុំនៅកំដរបង3ខែហើយគឺខ្ញុំអស់ចិត្តអស់ថ្លើមហើយ សូមផ្ដល់ឱកាសឲ្យបងម្ដងទៀតទៅឥឡូវនេះសៀវហ្វុងគេជោគជ័យហើយគេក៏ព្រមជួយបងដែរ ជួយបងមែនទេខ្លួនបងផ្ទាល់ក៏គ្មានទំនុកចិត្តដែរកាលពីមុនបងធ្វើដាក់គេបែបណាបងជន់ឈ្លីកិត្តិយសគេដល់ក្រោមដីទៅហើយហេតុអ្វីបានជាគេត្រូវមកជួយបងទៅវិញ គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីក្នុងទីរួមខេត្តនេះលោកទទួលបានកិច្ចសន្យាសហការតម្លៃ2លានយន់ដោយជោគជ័យសមត្ថភាពពិតជាមិនធម្មតាមែនធ្វើការប្រគល់តាមប្លង់គំនូគង់តែទទួលបានលទ្ធផលដែលចង់បាននោះទេសម្រាប់ការងារជីកដីនៅអគារការិយាល័យទាំង5ក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ខ្ញុំបានរៀបចំសិទ្ធិចូលរួមឲ្យលោករួចរាល់ហើយថ្ងៃច័ន្ទសប្តាហ៍ក្រោយសូមផ្ញើបញ្ជីគ្រឿងចាក់មកឲ្យខ្ញុំនឹងបង់ប្រាក់បញ្ជាទិញមុន 30% ឲ្យបាទមិនអីទេខ្ញុំត្រូវទៅមុនសិនហើយរសៀលនេះខ្ញុំមានប្រជុំនៅការិយាល័យផែនការទៀតសូមលោករវល់ចុះសៀវហ្វុងបងស្រីថ្លៃរបស់ឯងរត់ចោលបងហើយបងដឹងថាបងគ្មានមុខមកជួបឯងទេតែបងពិតជាគ្មានផ្លូវដើរទៀតទេឯងអាចជួយបងម្ដងទៀតបានទេបងឆាំងពូទី2ធ្លាប់ទូរស័ព្ទមកជួយបងម្ដងរួចហើយទឹកចិត្តគឺប្រើប្រាស់អស់ហើយលុយ 50,000 បងមិនទាន់សងខ្ញុំផងហេតុអ្វីបងគិតថាខ្ញុំត្រូវតែជួយបងម្ដងហើយម្ដងទៀតទៅវិញកុំភ្លេចថាកាលពីមុនគឺបងជាអ្នកជន់ឈ្លីកិត្តិយសរបស់ខ្ញុំនៅក្រោមជើងឱកាសដែលខ្ញុំផ្ដល់ឲ្យបងបន្តិចទេគឺបងវាឈួតគឺបងត្រូវលួចបាំងភ្នែកគឺបងខុសហើយបងសូមអង្វរឯងជួយបងម្ដងទៀតទៅសៀវហ្វានៅត្រូវរៀនសូត្រទៀតទេខ្ញុំមិនអាចឲ្យនាងបារម្ភពីរឿងថ្លៃសិក្សាបានទេឡើងនេះមានកាមេរ៉ាសុវត្ថិភាពខ្ញុំខ្វះអ្នកគ្រប់គ្រងការដ្ឋានម្នាក់មិនបាច់បើកគ្រឿងចាក់ទេគ្រាន់តែតាមដានសិលឹកកិច្ចការប្រចាំថ្ងៃនិងសម្បត្តិដឹកដីចេញមួយខែ 3000 ស្នាក់នៅការដ្ឋានញ៉ាំបាយនៅអាហារដ្ឋានធ្វើអត់ធ្វើខ្ញុំធ្វើអរគុណលោកប្រធានលីនស្អែកទៅយកកាតបុគ្គលិកនៅផ្នែកគម្រោងខ្ញុំគ្រាន់តែមិនចង់ឲ្យសៀវហ្វាងត្រូវខូចអនាគតដោយសារឯងនិយាយគ្នាឲ្យច្បាស់ជាមុនបើធ្វើមិនបានល្អគឺត្រូវដេញចេញដូចគ្នា ជំរាបសួរលោកប្រធានលីនសម្ដេចអបអរសាទរក្រុមហ៊ុនសំណង់ហ្វឹងយៀនដែលបានចូលមកក្នុងទីក្រុងខេត្តជាផ្លូវការមិត្តរួមអាជីពជាច្រើនចង់ដឹងថាហេតុអ្វីបានជាលោកនាំក្រុមគ្រឿងចាក់ពីស្រុកខ្សែមកវាយលុកទីផ្សារហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងខេត្តផ្ទាល់តែម្ដង ការងារជីកដីនៃគម្រោងធំៗក្នុងក្រុងខេត្តនេះត្រូវបានគ្រប់គ្រងដោយក្រុមគ្រឿងចាក់មកពីភាគខាងត្បូងជាយូរមកហើយពួកគេមានឧបករណ៍ថ្មីៗនិងទំនាក់ទំនងល្អដែលជាអត្ថប្រយោជន៍ដ៏ធំប៉ុន្តែក្រុមគ្រឿងចាក់ភាគខាងជើងរបស់យើងក៏មានជំនាញមិនអន់ដែរដីកោះដីទុនតំបន់ចាក់ដីបំពេញសុទ្ធតែជាបទពិសោធន៍ពិតប្រាកដដែលយើងបានឆ្លងកាត់ខ្ញុំនិងលោកប្រធានអ៊ូបង្កើតក្រុមហ៊ុននេះឡើងគឺដើម្បីបំបែកការផ្ដាច់មុខនេះដើម្បីឲ្យភាគីម្ចាស់គម្រោងក្នុងក្រុងបានឃើញថាក្រុមគ្រឿងចាក់ភាគខាងជើងមិនមែនចេះតែធ្វើការងារធ្ងន់ៗនោះទេការចាក់ជំរាលកំណត់កម្ពស់បង្ហូរទឹកគឺធ្វើតែម្ដងឲ្យហើយមិនបាច់ធ្វើឡើងវិញឡើយសម្រាប់ការងារដូចគ្នាយើងយល់ច្បាស់ពីស្ថានភាពដីជាងតម្លៃក៏សមរម្យម្ចាស់គម្រោងនឹងដឹងថាត្រូវជ្រើសរើសមួយណាដោយខ្លួនឯងលោកប្រធានលីនអ្នកបើកគ្រឿងចាក់កាយដីនៅតាមស្រុកស្រែក៏ហ៊ានមកប្រឡូកក្នុងក្រុងខេត្តនេះដែរអីលោកប្រធានសុនពិតជាមានការចងចាំល្អមែនផ្លូវក្នុងក្រុងធំទូលាយណាស់អាចទុកគ្រឿងចាក់កាយដីបានច្រើនគ្រឿងទៀតផ្លូវធំទូលាយអាជីវកម្មជីកដីក្នុងក្រុងនេះខ្ញុំស៊ីអស់រយៈពេល10ឆ្នាំហើយឯងយកគ្រឿងចាក់ចាស់ៗពី3គ្រឿងចង់មកចែកចំណាយផងអីមិនមានរងំគ្រាន់បើមិនខ្លាចបាក់ទេអីបាយឆ្អិនហើយចានក៏ជារបស់រួមដែរម្ចាស់គម្រោងប្រហែលជាចង់បដូររសជាតិខ្លះហើយចង់សាកម្ហូបប្លែកៗរបស់ភាគខាងជើងវិញក៏ថាបានមាត់រឹងណាស់ខ្ញុំចង់ចាំមើលថាតើឯងអាចខំឆ្អឹងបានប៉ុន្មានដុំលោកប្រធានសុនធ្វើដំណើរតាមសម្រួលការនោះឯងបានពន្យាពេលការងារបងប្រុសជា4របស់ខ្ញុំបង្ខំឲ្យគាត់សង5សែនទាំងតែតាមពិតក្រុមជំនួសបានត្រៀមខ្លួនរួចជាស្រេចហើយល្បិចនេះក៏ក្រិចពេកហើយឈ្នះទាំងមិនស្អាតស្អំសោះឯងចង់យ៉ាងម៉េចមិនចង់យ៉ាងម៉េចទេគ្រាន់តែចង់រំលឹកលោកប្រធានសុនបន្តិចថាភពសំណាងតែងតែវល់ធ្វើការងារកុំដាច់ធម៌មេត្តាពេកលោកប្រធានលីនថ្ងៃបើកដំណើរការដំបូងនេះយើងទទួលបានការកម្មង់ជាង20ករណីហើយទឹកប្រាក់សរុបលើសពី10លានយន់នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះអ្នកគ្រប់គ្រងលីនគ្រឿងចាក់លេខ1ធ្វើការបាន3វេនហើយនៅព្រឹកនេះតើពេលរសៀលត្រូវចាត់ចែងទៅណាទីទៅការដ្ឋានជីគ្រឹះត្រូវទៅដល់មុនម៉ោង2រសៀលកម្រិតកម្ពស់6ម៉ែត្រកន្លះជាស្រទាប់ដីទុនប្រាប់អ្នកបើកបរឲ្យកាយថ្នមបន្តិចកុំឲ្យហួសកម្រិតបើខ្ញុំយកសន្លឹកកិច្ចការទៅហើយបងហានធ្វើបានល្អណាស់សៀវហ្វឹងអរគុណឯងហើយដែលផ្ដល់ឱកាសនេះឲ្យខ្ញុំនឹងខំប្រឹងធ្វើការឲ្យបានល្អបំផុតបាទទៅថ្ងៃមុខត្រូវរស់នៅឲ្យបានល្អប៉ាម៉ាក់ញ៉ាំផ្លែឈើទៅទាំងអស់នេះបងហ្វឹងជាអ្នកទិញផ្លែឈើនេះស្រស់ណាស់ពូនឹងមីងពេញចិត្តផ្ទះនេះទេបាទពេញចិត្តខ្លាំងណាស់ពូមិនដែលគិតថាអាចរស់នៅផ្ទះបែបនេះទេមែនហើយសៀវហ្វឹងឯងចំណាយច្រើនពេកហើយ
ពូនឹងមីងពេលដែលខ្ញុំពិបាកបំផុតគឺពូមីងនិងសៀវសៀវដែលបានជួយខ្ញុំចងចាំទុកក្នុងចិត្តជានិច្ចនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះចាំក្រុមហ៊ុនរីកធំជាងនេះបន្តិចខ្ញុំនឹងទិញផ្ទះមួយខ្នងនៅទីរួមខេត្តជូនពូមីងដើម្បីឲ្យពូមីងទៅសម្រាកលំហែកាយនៅទីនោះ មិនបាច់ទេមានទឹកចិត្តបែបនេះគឺគ្រប់គ្រាន់ហើយខ្ញុំនឹងតាចាស់នៅទីនេះគឺល្អណាស់ហើយ មែនហើយឥឡូវនេះគឺល្អខ្លាំងណាស់ហើយទៅថ្ងៃមុខបើពួកឯងទាំងពីរអាចរស់នៅជាមួយគ្នាដោយមានសុភមង្គលនោះវាប្រសើរជាងការឲ្យអ្វីៗទាំងអស់មកពួកយើងទៅទៀត បងហ្វឹងអរគុណបងណាស់ ដើរមកដល់ផ្លូវនេះពិតជាមិនងាយស្រួលទាល់តែសោះប៉ុន្តែគ្រប់យ៉ាងគឺពិតជាមានតម្លៃណាស់បងហ្វឹងទឹកប្រាក់បង្គ្រប់នៃការបញ្ជាទិញ5លានបានចូលគណនីអស់ហើយផ្នែកគណនីទើបតែបញ្ជាអំបញ្ញមិញនេះដឹងហើយប្រាប់ផ្នែកគម្រោងឲ្យធ្វើសេចក្តីជូនដំណឹងមួយខែនេះបុគ្គលិកទាំងអស់ដែលកំពុងបំពេញការងារក្រៅពីការដំឡើងប្រាក់រង្វាន់លើកទឹកចិត្តគឺត្រូវបន្ថែមប្រាក់ឧបត្ថម្ភការងាររដូវកាលរីកមួយកម្រិតទៀតបងប្អូនទាំងអស់គ្នាបងហ្វឹងបាននិយាយហើយប្រាក់ឧបត្ថម្ភកើនឡើងទ្វេដងពីមួយឆ្នាំរកបាន40000រហូតមកដល់ពេលនេះមានការបញ្ជាទិញ5លានក្នុងមួយខែការដើរមកដល់ផ្លូវនេះមិនមែនមកពីខ្ញុំមានសំណាងល្អនោះទេប៉ុន្តែមកពីខ្ញុំមិនដែលចោះចាញ់មិនព្រមទទួលបរាជ័យ បងហ្វឹងញ៉ាំបាយហើយបងហ្វឹងញ៉ាំម្ហូបទៅ សៀវអរគុណអូនណាស់ អរគុណអូនរឿងអីទៅ អរគុណដែលអូនតែងតែនៅក្បែរបងកាលពីមុនពេលបងមានលុយត្រឹមតែ40000អូនមិនបានចាក់ចេញពីបងឡើយឥឡូវនេះបងមានអ្វីៗគ្រប់យ៉ាងក៏ព្រោះតែមានអូននៅក្បែរបងដែរ បងជាសង្សាររបស់អូនបើអូនមិននៅក្បែរបងតើឲ្យអូនទៅនៅក្បែរអ្នកណាទៅ សៀវជឿបងទៅបងនឹងធ្វើឲ្យអូនមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើងជាមិនខាន ចាអូនជឿបងពិតជាអាចធ្វើបាន បងហ្វឹងទឹកប្រាក់បង្គ្រប់នៃការបញ្ជាទិញ5លានបានចូលគណនីអស់ហើយផ្នែកគណនីទើបតែបញ្ជាអំបញ្ញមិញនេះនឹងហើយប្រាប់ផ្នែកគម្រោងឲ្យធ្វើសេចក្តីជូនដំណឹងមួយខែនេះបុគ្គលិកទាំងអស់ដែលកំពុងបំពេញការងារក្រៅពីការដំឡើងប្រាក់រង្វាន់លើកទឹកចិត្តគឺត្រូវបន្ថែមប្រាក់ឧបត្ថម្ភការងាររដូវកាលរីកមួយកម្រិតបងប្អូនទាំងអស់គ្នាបងហ្វឹងបាននិយាយហើយប្រាក់ឧបត្ថម្ភកើនឡើងទ្វេដងពីមួយឆ្នាំរកបាន40000រហូតមកដល់ពេលនេះមានការបញ្ជាទិញ5លានក្នុងមួយខែការដើរមកដល់ផ្លូវនេះមិនមែនមកពីខ្ញុំមានសំណាងល្អនោះទេប៉ុន្តែមកពីខ្ញុំមិនដែលចោះចាញ់មិនព្រមទទួលបរាជ័យ បងហ្វឹងញ៉ាំបាយហើយបងហ្វឹងញ៉ាំម្ហូបទៅ សៀវអរគុណអូនណា អរគុណអូនរឿងអីទៅ អរគុណដែលអូនតែងតែនៅក្បែរបងកាលពីមុនពេលបងមានលុយត្រឹមតែ40000អូនមិនបានចាក់ចេញពីបងឡើយឥឡូវនេះបងមានអ្វីៗគ្រប់យ៉ាងក៏ព្រោះតែមានអូននៅក្បែរបងដែរ បងជាមិត្តប្រុសរបស់ខ្ញុំបើខ្ញុំមិននៅក្បែរបងតើខ្ញុំអាចនៅក្បែរអ្នកណាទៀត សៀវបងប្រកាសជាធ្វើឲ្យអូនមានជីវភាពធូរធារជាងនេះមិនខាន ចាខ្ញុំជឿជាក់លើបងប្រកាសជាអាចធ្វើបាន ប្រធានលានឥណទាននេះត្រូវបានអនុម័តហើយគឺចំនួន80លានជាមួយអត្រាការប្រាក់ទាបបំផុតរយៈពេល2ឆ្នាំអរគុណច្រើនលានហ្វឹងថាវិការមកដល់ហើយពួកយើងអាចចាប់ផ្ដើមធ្វើការធំបានហើយខ្ញុំក្រុងនឹងទិញ excavator ធារាសាស្ត្រចំនួន8គ្រឿងបន្ថែមទៀតដើម្បីពង្រីកសាខានៅសង្កាត់ថ្មីទាំង3គឺចាំងប៉ៃចាំងណាំនិងចឹងស៊ីក្នុងពេលតែមួយកុំបារម្ភអីក្រុមហ៊ុនសំណងហ្វឹងជារបស់យើងមិនយូរមិនឆាប់នឹងគ្រប់ដណ្ដប់ពេញទីក្រុងទាំងមូលមិនខានហ្វាងអើយជីវភាពបច្ចុប្បន្ននេះរៀងតឹងតែងបន្តិចមែនប៉ុន្តែក្នុងចិត្តមានអារម្មណ៍ស្ងប់ជាងមុន ពួកកូនក៏ចិត្តបញ្ចប់ការសិក្សាដែរដល់ពេលនោះកូននឹងក្តាប់ពាក្យធ្វើការនៅក្រុមហ៊ុនរបស់បងហ្វឹងស៊ូដើម្បីរួមសុខរួមទុក្ខជាមួយបងហ្វឹងស៊ូនិងជួយពុកសងបំណុល ល្អណាស់កូនគិតបានបែបនេះពុកពិតជាអស់បារម្ភហើយហ្វឹងស៊ូបងសុំទោសឯងផងហើយក៏អរគុណឯងដែរប្រធានលានខ្ញុំធ្លាប់លើកគេឈ្មោះលោកជាយូរមកហើយលោកគួរសមពេកហើយអញ្ជើញឡើងទៅលើប្រធានលានមកលើកនេះគឺដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការខេត្តកំពុងអនុវត្តគម្រោងពង្រឹងហេដ្ឋារចនាសម្ព័ន្ធហើយចង់ជួយជ្រោមជ្រែងដល់សហគ្រាសក្នុងស្រុកឈានមុខមួយចំនួនហើយក្រុមហ៊ុនរបស់លោកគឺស្ថិតក្នុងបញ្ជីនោះដែរតើមានគោលនយោបាយអនុគ្រោះអ្វីខ្លះដែរកម្ចីការប្រាក់ទាបការបង្វិលសងគុណការទទួលបានអាទិភាពក្នុងគម្រោងដីថ្លៃឲ្យតែលោកយល់ព្រមអ្វីៗទាំងអស់នេះនឹងត្រូវសម្រេចភ្លាមកិច្ចសហប្រតិបត្តិការគឺគ្មានបញ្ហាទេប៉ុន្តែខ្ញុំមានសំណើដ៏ទទូចមួយសូមប្រធានលានមានប្រសាសន៍ចុះខ្ញុំចង់បង្កើតមជ្ឈមណ្ឌលបណ្ដាការបើកបោកអេសាវ៉ាទ័រមួយនៅក្នុងទីប្រជុំជនដើម្បីបង្រៀនពីការបញ្ជាគ្រឿងចក្រកម្រិតខ្ពស់ការគណនាប័ណ្ណដីនិងបច្ចេកវិទ្យាជួសឆាយដីដល់កម្មករក្នុងស្រុកនាំអ្នកទាំងអស់គ្នាឆ្ពោះទៅរកភាពធូរធារជាមួយប្រធានលានកម្រិតនេះល្អណាស់អ្វីដែលយើងត្រូវការគឺអ្នកដែលមានការទទួលខុសត្រូវខ្ពស់ដូចជាលោកមានទ្រព្យសម្បត្តិតែម្នាក់ឯងមិនហៅថាមានឡើយតើតែមានទ្រព្យសម្បត្តិពេញមួយស្រុកទើបហៅថាមានពិតប្រាកដ បងហ្វឹងមើលព័ត៌មានហើយឬនៅក្រុមហ៊ុនយើងឡើងព័ត៌មានហើយណា បាទបងទើបតែបានឃើញដែរ អ្នកយកព័ត៌មាននិយាយថាបងគឺជាបុគ្គលគំរូនៃគម្រោងពង្រឹងហេដ្ឋារចនាសម្ព័ន្ធខេត្ត គ្រាន់តែជាការលើកឡើងប៉ុណ្ណោះ មានតែបងទេដែលការធ្វើក្នុងសម័យបែបនេះ សៀវបងប្រាប់អូនចុះនៅពេលដែលមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដំណើរការមនុស្សចាស់ក្មេងពេញមួយស្រុកនឹងទទួលបានផលប្រយោជន៍ដល់ពេលនោះអូនត្រឡប់ទៅផ្ទះម្ដាយអូនវិញអូននឹងមានមោទនភាពបំផុត ចាខ្ញុំជឿជាក់លើបង ល្បិចដែលអគ្គនាយកលីនបង្រៀនពិតជាអស្ចារ្យណាស់គ្រាន់តែមើលពណ៌ដីក៏អាចដឹងថាមានទឹកនៅខាងក្រោមដែរឬទេមិនបាច់បារម្ភពីរឿងជីចោលទទេពេញមួយព្រឹកទៀតឡើយពិតមែនហើយកាលពីមុនប្រើតែកម្លាំងបាយសោះឡើយគ្មានបច្ចេកទេសបែបនេះទេបងប្អូនកម្មករទាំងអស់គ្នាថ្ងៃនេះមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការបើកបោក excavator ត្រូវបានបង្កើតឡើងជាផ្លូវការហើយទៅថ្ងៃមុខប្រសិនបើអ្នកទាំងអស់គ្នាជួបការលំបាកណាមួយក្នុងការបញ្ជាការថែទាំឬការវិតម្លៃស្ថានភាពការងារសូមមកជួបខ្ញុំបានគ្រប់ពេលខ្ញុំលៀនហ្វឹងគ្មានសមត្ថភាពអ្វីធំដុំទេប៉ុន្តែការនាំអ្នកទាំងអស់គ្នាឲ្យយល់ដឹងពីការដ្ឋាន excavator គឺខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ការដ្ឋានជីកដីនាពេលបច្ចុប្បន្នមិនមែនពឹងផ្អែកតែលើកម្លាំងបាយឡើយអ្នកទាំងអស់គ្នាត្រូវតែយល់ដឹងពីការបញ្ជាគ្រឿងចក្រយល់ដឹងពីការគណនាមាត្រដីព្រមទាំងយល់ដឹងពីការគ្រប់គ្រងនិងចាត់ចែងគម្រោងគឺមានតែបែបនេះទេធ្វើបែបនេះ
ទើបអាចចាក់គ្រឹះក្នុងវិស័យនេះបានលោកលីនលើថាការពីមុនលោកសល់លុយតែ40000យន្តក្នុងហោប៉ៅតើលោកងើបឈរឡើងវិញដោយរបៀបណារឿងនេះក៏ពួកឯងដឹងដែរអញ្ចឹងខ្ញុំនឹងប្រាប់ការនោះខ្ញុំត្រូវបានបងជីដូនមួយបោកប្រាស់គណនេយ្យសល់តែ40000យន្តប៉ុន្តែខ្ញុំមិនបោះបង់ហើយក៏មិនបណ្ដោយតាមយថាកម្មដែរខ្ញុំដឹងថាខ្លួនឯងមានជំនាញនៅក្នុងដៃឲ្យតែមានជំនាញជាប់ខ្លួនគឺមិនខ្លាចថាមិនអាចងើបឡើងវិញបាននោះទេដូច្នេះពួកឯងក៏ត្រូវតែហាត់រៀនជំនាញផ្ទាល់ខ្លួនឲ្យបានខ្លាំងពូកែដែរទោះបីជាទីផ្សារប្រែប្រួលយ៉ាងណាក៏ដោយអ្នកដែលមានសមត្ថភាពពិតប្រាកដនៅក្នុងដៃគឺតែងតែអាចឈរជើងបានជានិច្ច លោកលីនកាលនោះតើលោកគិតយ៉ាងណាទើបពង្រីកអាជីវកម្មសំណង់ទៅកាន់ទីរួមខេត្ត ប៉ុន្មានឆ្នាំនេះទីរួមខេត្តមានការអភិវឌ្ឍធំៗដូចជារថភ្លើងក្រោមដីភ្លើងអាកាសការស្ថាបនាទីក្រុងថ្មីសុទ្ធតែត្រូវការងារដីធ្លីបងប្អូននៅក្នុងទីប្រជុំជនរបស់យើងមានឧបករណ៍ចាស់ៗធ្វើបានតែការងារតូចតាចបន្តិចបន្តួចប៉ុណ្ណោះខ្ញុំចង់នាំអ្នកទាំងអស់គ្នាទៅទទួលគម្រោងធំៗនៅខាងក្រៅមិនអាចនៅទ្រង់ទ្រាយក្នុងតំបន់ពលចង្អៀតរបស់យើងបានទេត្រូវតែដើរទៅរកកន្លែងដែលខ្ពស់ជាងនេះ ចុះតើលោកមានចក្ខុវិស័យបែបណាសម្រាប់អនាគតនៃស្រុកកំណើតរបស់ ខ្ញុំ លោក សង្ឃឹមថាទីប្រជុំជនរបស់យើងអាចក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកគ្រឿងចក្រដីធ្លីដ៏ល្បីល្បាញទូទាំងប្រទេសមនុស្សពីក្រៅមកទីនេះមិនត្រឹមតែមើលគ្រឿងចក្រស្ទូចគ្រឿងចក្រកាយដីប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចសាកល្បងបញ្ជាបន្ទប់ពិសោធន៍គ្រឿងចក្រកាយដីនិងស្នាក់នៅផ្ទះសំណាក់បែបកម្មករដើម្បីឲ្យអ្នករាល់គ្នាដឹងថាកម្មករ IQ ក៏អាចរស់នៅដោយមានកិត្តិយសនិងមានអនាគតភ្លឺស្វាងដែរ សម្ដីរបស់លោកលីនពិតជាបង្ហាញពីទស្សនវិស័យដ៏ធំធេងមែន សៀវសៀនដំណើរកំសាន្តលើកនេះអាចឲ្យអូនសម្រាប់លំហែកាយបានយ៉ាងល្អ ចាល្អតារស់នៅជាមួយបងច្រើនឆ្នាំមកនេះជាលើកទី1ហើយដែលបងនាំអូនចេញមកក្រៅ សៀវសៀនអរគុណអូនដែលមិនធ្លាប់ចាក់ចេញពីបង អូនមិនទៅណាទេអូនសម្រេចចិត្តហើយបងទៅណាក៏អូនទៅតាមដែរបងហ្វុងមើលនរឹងមួយគ្រាប់នេះធំជាងកណ្ដាប់ដៃអូនទៅទៀត តែអូនល្អណាស់ឬចំតែអាធំកាលនោះក្នុងហោប៉ៅមានលុយតែ40000យន្តសូម្បីតែលុយកក់ទិញគ្រឿងចាក់កាយដីចាស់មួយគ្រឿងក៏មិនគ្រប់ផងឥឡូវនេះអាចនាំសៀវសៀនមកកំសាន្តនៅទីនេះវាដូចជាយល់សពដល់វែងមួយអញ្ចឹង ពិបាកនឹងបានសម្រាប់ណាស់បងបែរជាផ្លឹកទៅវិញមកនេះមើលថានរណាអាចបេះពេញកន្ត្រកមុនគេ ចាំបងដេញទាន់ផ្លែឈើពេញកន្ត្រកនេះជារបស់បងទាំងអស់ស្អាតណាស់ សៀវសៀនរៀបការជាមួយបងទៅ6ឆ្នាំមុនបងគ្មានអ្វីសោះប៉ុន្តែឥឡូវនេះបងមានលទ្ធភាពផ្ដល់ផ្ទះមួយឲ្យអូនហើយ បងហ្វុង មួយជីវិតទៅថ្ងៃមុខបងមិនឲ្យអូនរងទុក្ខទៀតទេរៀបការជាមួយបងទៅយល់ព្រមទេ អូនព្រមបងហ្វុង សៀវសៀនបងស្រឡាញ់អូនលីហ្វាំងក្រុមហ៊ុនរបស់យើងមានប្រាក់ចំណូលលើសពី1000លានយួនហើយក្នុងឆ្នាំនេះលឿនជាងការរំពឹងទុកកន្លះឆ្នាំឆ្នាំក្រោយខ្ញុំចង់ទៅសាកល្បងផ្លូវនៅអាស៊ីអាគ្នេយ៍ហេដ្ឋារចនាសម្ព័ន្ធនៅទីនោះទើបតែចាប់ផ្ដើមបានប៉ុន្តែការិយាល័យកណ្ដាលមិនអាចរើចេញពីទីប្រជុំជននេះបានទេតើអ្នកចង់មានន័យថាម៉េចខ្ញុំចង់ធ្វើឲ្យទីប្រជុំជនរបស់យើងក្លាយជាទីប្រជុំជនហេដ្ឋារចនាសម្ព័ន្ធដ៏ល្បីល្បាញទូទាំងប្រទេសពេលនិយាយពីគ្រឿងចក្រដីមនុស្សដំបូងគេគិតដល់ខ្ញុំបើទីស្នាក់ការកណ្ដាលនៅទីនេះឬគល់ក៏នៅទីនេះដែរល្អណាស់ស្ដាប់តាមអ្នកចុះប្រធានមីងសូមអបអរសាទរដែលលោកត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមម្នាក់ក្នុងចំណោមបុគ្គលឆ្នើមទាំង10រូបក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធជាតិឡើងវិញពេលត្រឡប់ទៅវិញយើងនឹងព្យួរពានរង្វាន់នេះនៅលើជញ្ជាំងនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់ទីប្រជុំជនដើម្បីឲ្យកម្មករគ្រប់រូបដែលចូលមកទីនេះនៅថ្ងៃអនាគតបានដឹងថាកម្មករលំដាប់ខៀវក៏អាចតស៊ូប្រកបដោយសេចក្តីថ្លៃថ្នូរតាមរយៈជំនាញរបស់ពួកគេផងដែរមិនកើអញមិញនៅក្រោមឆាកខ្ញុំបានត្រឹមមិនយំអស់រយៈពេលជាយូរមកហើយ សៀវមិនថា1000លានឬពានរង្វាន់នោះទេវាក៏ជាអតីតកាលទៅហើយទៅថ្ងៃមុខប្រសិនបើមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនៅក្នុងទីប្រជុំជនរបស់យើងអាចដំណើរការទៅដោយរលូនហើយគ្រួសារនីមួយៗអាចរកចំណូលបាន100,000ក្នុងមួយឆ្នាំដោយសារការបើកបរគ្រឿងចក្រជីកកាយដល់ពេលនោះទើបខ្ញុំអាចស្ងប់ចិត្តបាន មនុស្សដូចអ្នកនេះទទួលបានពានរង្វាន់ធំហើយនៅតែគិតពីអ្នកដទៃទៀតមកចុះយប់នេះខ្ញុំចង់គិតតែពីប្រពន្ធខ្ញុំប៉ុណ្ណោះតើអូនចង់ទៅលេងទីក្រុងណាខ្លះខែក្រោយបងនឹងជូនអូនទៅ អាស៊ីអាគ្នេយ៍គ្រួសារខ្ញុំធ្លាប់ទៅហើយ អ្នករាល់គ្នាថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកនៅជំនាញសំខាន់មួយ
ការលុបដីឲ្យបានច្បាស់លាស់នៅក្រោមលក្ខខណ្ឌការងារពេលយប់ប្រសិនបើអ្នកចេះជំនាញនេះច្បាស់ហើយការទទួលបានប្រាក់ខែខ្ពស់គឺគ្មានបញ្ហាឡើយទោះបីជាមនុស្សម្នាក់មានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយក៏វានៅតែមានកម្រិតដែរលុះត្រាតែអ្នករាល់គ្នាខ្លាំងទើបវិស័យនេះកាន់តែរីកចម្រើនទៅមុខសៀវហ៊ូហេតុអ្វីបានជាឯងមកទីនេះបងប្រុសមួយរយៈនេះសុខសប្បាយជាទេក៏មិនអន់ដែរបំណុលដែលជំពាក់សងបានភាគច្រើនហើយប្រឹងប្រែងតែ2ឆ្នាំទៀតនឹងសងអស់ហើយធ្វើការឲ្យម៉ត់ចត់ទៅក្រុមហ៊ុនកំពុងតែដំណើរការល្អហើយមិនធ្វើឲ្យបង្ខំបំណងឡើយសៀវហូអរគុណហើយកុំនិយាយអញ្ចឹងអីបងជាបងប្អូនជីដូនមួយបង្កើតរបស់ខ្ញុំឈាមជ័រតែមួយទេសូម្បីតែបងប្រុសក៏ចេញមុខដែរវាហួសទៅហើយនៅមានសៀវហ្វាំងទៀតត្រូវតែសន្សំលុយសម្រាប់អនាគតដ៏ល្អរបស់នាងមែនហើយសៀវហ្វាំងក៏រៀនពូកែដែររៀនថ្នាក់អនុបណ្ឌិតហើយទាំងនេះគឺដោយសារឯងធ្វើជាគំរូដ៏ល្អសម្រាប់នាងសៀវហ្វាំងបងអរគុណឯងណាប្រព្រឹត្តហើយឆ្នាំមកនេះចាប់ពីត្រាក់ទ័រជីកដីចាស់មួយគ្រឿងរហូតដល់បច្ចុប្បន្នចាប់ពីការមើលងាយពីអ្នកដទៃរហូតដល់អាចឈរជើងបានយ៉ាងរឹងមាំនៅលើការដ្ឋានសំណង់នេះកំពុងគិតអីនឹងបងហ្វឹងវាងចៅស៊ីធូបើគ្មានពួកឯងជួយជ្រោមជ្រែងទេខ្ញុំក៏គ្មានថ្ងៃនេះដែរគឺកូនស្រីប្តីសម្លាញ់គិតឈ្មោះឲ្យកូនរួចហើយឬនៅឲ្យឈ្មោះលៀនថៅទៅចុះប្រាថ្នាឲ្យនាងដូចជាដីឥដ្ឋមើលទៅធូររលុងប៉ុន្តែក្រោយពេលឆ្លងកាត់ភ្លើងបែរជារឹងមាំទៅវិញនៅក្នុងលដុតរបស់ខ្លួនឯងបង្កើតចេញជារូបរាងផ្ទាល់ខ្លួនលេងថៅល្អណាស់ស្ដាប់ទៅមានអំណាចថៅតូចប៉ានឹងខិតខំប្រឹងប្រែងផ្ដល់លក្ខខណ្ឌល្អបំផុតឲ្យកូនប៉ុន្តែផ្លូវជីវិតនៅតែត្រូវដើរដោយខ្លួនឯងដដែលទៅថ្ងៃមុខទីនេះគឺជាសមរភូមិរបស់កូនហើយកាលពី6ឆ្នាំមុនខ្ញុំមានតែលុយ40000យន្តនិងស្មារតីមិនព្រមចុះចាញ់មួយប៉ុណ្ណោះឥឡូវនេះខ្ញុំមានក្រុមត្រាក់ទ័រក្រុមហ៊ុននិងពួកអ្នកទាំងអស់គ្នាបងហ្វឹងអរគុណបងណាអរគុណខ្ញុំរឿងអីអរគុណដែលបាននាំអូនចេញពីជីវិតដ៏លំបាកអរគុណដែលបងស៊ូទ្រាំមិនបោះបង់ស្រីល្ងងគឺបងទេដែលត្រូវអរគុណអូនពេលដែលបងពិបាកបំផុតអូនមិនបានចាក់ចេញចោលបងឡើយដើរមកដល់ថ្ងៃនេះខ្ញុំយល់ច្បាស់ពីចំណុចមួយចំនួនទី1កុំសង្ស័យលើខ្លួនឯងត្រូវជឿជាក់លើខ្លួនឯងទី2ឲ្យតែមានការប្រឹងប្រែងគង់តែរកផ្លូវឃើញឡើយទី3អាចនាំអ្នករាល់គ្នាឲ្យមានបានជាមួយគ្នាទើបជាសមត្ថភាពពិតប្រាកដផ្លូវខាងមុខនៅវែងឆ្ងាយទៀតប៉ុន្តែឲ្យតែពួកយើងនៅជាមួយគ្នាគ្មានឧបសគ្គណាដែលឆ្លងមិនផុតនោះឡើយ